ឲ្យក្រោកឈររបៀបណាហើយមានវិធីណាខ្លះដែលយើងអាចចាប់ផ្ដើមដើម្បីរើបំរាអញ្ចឹងណាមានសំណួរខ្លះបងប្អូនសួរមកហើយក៏ប៉ុន្តែរឿងខ្លះយើងអាចឆ្លើយនៅលើទីសាធារណៈបានដោយសារវាគឺជាដំណឹងទូទៅដែលយើងអាចធ្វើបានហើយនឹងព័ត៌មានខ្លះយើងមិនចាំបាច់ចែកចាយនៅទីនេះទេប៉ុន្តែបងប្អូននៅក្នុងប្រព័ន្ធបងប្អូននៅក្នុងបណ្ដាញការងាររបស់យើងបងប្អូនថាតើត្រូវធ្វើរបៀបណាហើយប៉ុន្តែសំណុំពរមួយដែលយើងបានធ្វើទៅហើយពីថ្ងៃមុនហើយក៏មានមតិរបស់បងប្អូនលើកឡើងមកខ្លះដែរថាបើសិនជាលក្ខខណ្ឌនឹងធ្វើបានមែនណាថាតើវាមានប្រសិទ្ធភាពឬក៏វាអាចជាសម្ពាធមួយឬក៏ជាផ្នែកមួយនៅក្នុងដំណោះស្រាយនយោបាយនេះដែរឬក៏យ៉ាងណាហ្នឹងបងប្អូនសួរមកហ្នឹងតកតងជាមួយនឹងសំណុំពរឬក៏មតិរបស់ខ្ញុំថាប្រសិនបើយើងនិយាយអំពីចង់ធ្វើការផ្លាស់ប្ដូរតែយើងនិយាយអំពីរឿងថាទាមទារឲ្យមានលំហសេរីភាពនិងបរិយាកាសប្រជាធិបតេយ្យអីហ្នឹងណាយើងបាននិយាយពីរឿងហ្នឹងច្រើនប៉ុន្តែមតិជាច្រើនថាជំរឿនមួយហ្នឹងប្រហែលជាមិនអាចទេក៏ប៉ុន្តែបើសិនជាយើងយល់ថាវាមិនអាចយើងគួរយកជំរឿនណាក្រៅពីជំរឿនមួយនេះឧទាហរណ៍ថាថ្ងៃមុនយើងនិយាយអំពីរឿងថាគណៈបកទាំងអស់ដែលបំបែកចេញពីគណៈបកសង្គ្រោះជាតិទៅខ្ញុំនិយាយថាបំបែកចេញណាមិនមែនជាការរៀបចំរបស់គណៈបកសង្គ្រោះជាតិហើយក៏មិនមែនជាតំណាងរបស់សង្គ្រោះជាតិដែរក៏ប៉ុន្តែបានបំបែកខ្លួនចេញទៅធ្វើជាគណៈបកនយោបាយដើម្បីចូលប្រកួតប្រជែងនៅក្នុងនីតិកាលកន្លងមកហ្នឹងតាំងពី2018តាំងពី2023ហ្នឹងបានចូលរួមនៅក្នុងដំណើរការនៃការបោះឆ្នោតហើយនឹងគណៈបកខ្លះណាប៉ុន្តែដែលគំនិតរបស់ពួកយើងមិនមែនតែខ្ញុំទេមនុស្សយើងអ្នកនៅដែលសង្កេតមើលអំពីសំណួរនយោបាយនិងទស្សនៈនយោបាយយើងឃើញថាការបំបែកខ្លួនឬក៏ការទៅរៀបចំគណៈបកនយោបាយនៅក្នុងបរិយាកាសរបៀបនេះវាមិនមែនត្រឹមតែយើងមិនអាចយកជ័យជំនះលើរបបហ៊ុនសែនទេក៏ប៉ុន្តែវាគឺជាគេហៅអីហ្នឹងវាគឺជាផ្នែកមួយដែលបានជួយបិទបាំងសភាពការឬក៏ជួយបិទបាំងស្ថានភាពនៅក្នុងប្រទេសកម្ពុជាពីកសែភ្នែករបស់អន្តរជាតិនឹងបានយ៉ាងមានប្រសិទ្ធភាពតាមចំណុចថាគណៈបក្សសង្គ្រោះជាតិនៅពេលដែលគេរំលាយយើងបដិសេធថាយើងមិនទទួលស្គាល់ការរំលាយហ្នឹងដោយសារវារំលោភលើលក្ខខណ្ឌរដ្ឋធម្មនុញ្ញអីចឹងទៅហើយយើងបានអានថាសង្គ្រោះជាតិមិនអាចរលាយបានយើងនៅតែមាននីតិសម្បទាដដែលពីព្រោះចំណាត់ការរបស់តុលាការក្រុងភ្នំពេញហ្នឹងវាគ្រាន់តែជាចំណាត់ការតុលាការរបស់គណៈបកប្រជាជនដែលវាមិនមែនជាតុលាការយុត្តិធម៌អញ្ចឹងណាអញ្ចឹងយើងចូលលើជំហរហ្នឹងហើយយើងបានប្រកាសជាសកលថាកម្ពុជាគ្មានសេរីភាពគ្មានលំហប្រជាធិបតេយ្យអីតទៅទៀតទេដូច្នេះគណៈបកនយោបាយទាំងឡាយណាដែលតែបង្កើតនៅក្នុងបរិយាកាសរបៀបហ្នឹងសម្រាប់ពួកយើងមើលឃើញថាវាគឺជាចលនាគណៈបកនយោបាយទៅលំអសួរហើយរបស់ហ៊ុនសែនហើយនៅក្នុងកសែតភ្នែករបស់អន្តរជាតិគេថាគណៈបកនយោបាយឬក៏ធ្វើនយោបាយរបៀបហ្នឹងដើម្បីជួយលុបលាងឬក៏ជួយបាត់បង់កុំឲ្យអន្តរជាតិមើលឃើញថាកម្ពុជាហ្នឹងមានការគ្រប់គ្រងប្រជាការមានន័យថាវាមើលទៅហាក់ដូចជាមានលំហសេរីភាពមានលំនាំប្រជាធិបតេយ្យមានការចូលរួមបោះឆ្នោតធម្មតាអញ្ចឹងណានោះហើយគឺជាទស្សនវិជ្ជាមួយដែលតម្លៃសារនយោបាយរបស់គណៈបក្សសង្គ្រោះជាតិចំពោះអន្តរជាតិថាកម្ពុជាអត់មានសេរីភាពកម្ពុជាអត់មានលំហប្រជាធិបតេយ្យវាអត់មានទម្ងន់គ្រប់គ្រាន់ពីព្រោះយើងនៅមើលឃើញគណៈបកនយោបាយមួយចំនួនកំពុងតែប្រតិបត្តិការធ្វើនយោបាយជាមួយនឹងលោកហ៊ុនសែនទៅឡើយកន្លែងហ្នឹងគឺជាវិធីមួយដែលហ៊ុនសែនប្រើបានប្រសិទ្ធភាពគឺយកអ្នកប្រជាធិបតេយ្យខ្លាំងខ្លាយទាំងអស់នេះឯងទៅធ្វើជាមធ្យោបាយដើម្បីបិទបាំងនៅអ្វីដែលជាគេហៅថានយោបាយផ្ដាច់ការរបស់គាត់ហ្នឹងណាឲ្យអន្តរជាតិហ្នឹងយកច្រឡំអាហ្នឹងកន្លែងហ្នឹងណាបងប្អូនដូច្នេះហើយបានជាសំណើរបស់យើងជាទៅសំណើរបស់យើងគឺយើងរកលទ្ធភាពរបៀបណាដើម្បីធ្វើការ lobby ឬក៏ធ្វើការពន្យល់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាហ្នឹងឲ្យបានដឹងថារបៀបនេះគឺជាការកំណត់ឆាករបៀបនេះគឺជាការជួយបំផន់សាធារណមតិដើម្បីឲ្យយល់ច្រឡំថាកម្ពុជានឹងមានលំហសេរីភាពនិងបរិយាកាសប្រជាធិបតេយ្យកន្លែងហ្នឹងណាបងប្អូនដោយសារកម្មវិធីផ្សាយរបស់យើងថ្ងៃនេះភាគច្រើនខ្ញុំចង់ឆ្លើយសំណួររបស់បងប្អូនច្រើនជាងក៏ប៉ុន្តែប្រធានបទមួយនេះគឺជាចំណុចសំខាន់ដែលខ្ញុំចង់យកវាមកភ្ជាប់នៅគ្រប់សំណួរអញ្ចឹងបើថាបងប្អូនមានសំណួរតើតើនឹងរឿងនេះអាចដាក់មកដើម្បីឲ្យប្រិយមិត្តយើងហ្នឹងបានចូលរួមជាមតិផងហើយនឹងបានចែករំលែកគ្នាអំពីទស្សនៈនៃការយកឃើញរបស់បងប្អូនអញ្ចឹងណាហ្នឹងហើយឥឡូវខ្ញុំស្វាគមន៍ប្រិយមិត្តសិនបាទស្វាគមន៍បងប្អូនទាំងអស់គ្នាបាទបងឡំលងវែងបងឡំលងវែងខាងលងវែងខ្ញុំស្លាប់នៅខាងនោះបាទហើយជំរាបសួរបងយូអូនជំរាបសួរចំពោះសំណួរមួយថាល្អំសុំសួរបន្តិចតើហេតុអីបានជារដ្ឋាភិបាល$23មិនដាក់ប្តឹង ICJ ធ្វើមិនបានរដ្ឋាភិបាលនៅក្រុងភ្នំពេញ
រដ្ឋាភិបាលក្រុងភ្នំពេញអន់ហើយឥឡូវនិយាយតែជាសំណួរយ៉ាងសុទ្ធសាធដែរបានជា$23មិនដាក់ប្រដឹងតែទៅ ICJ ខ្ញុំសូមបើកវងកញ្ចក់តាមនេះបន្តិចហើយមើលទាំងអស់គ្នាតើតើជាមួយនឹងការប្រដឹង ICJ នៅគ្រប់កិច្ចការទាំងអស់កន្លងមកខ្ញុំបានធ្វើអធិប្បាយច្រើនហើយអំពីរឿងសង្គ្រាមអំពីរឿងបូរណភាពរដ្ឋាភិបាលនិងអំពីរឿងអំណាចរបស់រដ្ឋាភិបាលនេះទេនេះណាខ្ញុំបាននិយាយទៅវាវែងប៉ុន្តែខ្ញុំនិយាយខ្លីៗតើតើជាមួយថាហេតុអីបាទយើងមិនប្រដឹងបើសិនជាយើងនិយាយអំពីលក្ខខណ្ឌអ្វីដែលវាកើតឡើងនៅក្នុងប្រទេសកម្ពុជាថ្ងៃនេះដែលយើងចង់និយាយអំពីរឿងប្រដឹងឬក៏មិនប្រដឹងណាថ្ងៃនេះគឺយើងចង់និយាយអំពីរឿងសង្គ្រាមនៅតាមព្រំដែនហ្នឹងមែនទេបងប្អូនប្រហែលជារឿងហ្នឹងហើយពីព្រោះរឿងសង្គ្រាមនៅតាមព្រំដែននេះខ្ញុំបានជម្រាបបងប្អូនហើយថាវាពុំមែនជាសង្គ្រាមឈ្លានពានវាពុំមែនជាសង្គ្រាមរវាងកម្ពុជាថៃទេដំបូងឡើយណាវាគឺជាសង្គ្រាមព្រឹត្តិការណ៍ដែលលោកហ៊ុនសែនបានរៀបចំរឿងទាំងអស់ហ្នឹងឡើងក្នុងបំណងធ្វើប្រជាពិធរវាងលើកស្ទួយឬក៏គេហៅថាធ្វើប្រជាប្រិយភាពសម្រាប់លោកហ៊ុនម៉ាណែតហើយនឹងដើម្បីបម្រើផលប្រយោជន៍របស់លោកស្រីថៃថងថាមកាលពីចំនួនដែលមានទំនាស់ឬក៏បានរៀបចំនៅដំបូងនៃព្រឹត្តិការណ៍ហ្នឹងណាតែទោះជាយ៉ាងណាក៏ដោយសង្ខេបឲ្យវាខ្លីជាងហ្នឹងទៀតរឿងសង្គ្រាមនៅព្រំដែនឬក៏ចំនួននៅព្រំដែននេះណាវាកើតឡើងអំពីលោកហ៊ុនសែនដឹងខ្លួនច្បាស់ថាសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសនានាគេបានរៀបចំផែនការដើម្បីចាត់វិធានការបោះសម្អាត Cyber Scam នៅក្នុងប្រទេសកម្ពុជានេះដំណើរដើមរឿងដែលតាំងពីឆ្នាំ2024អានេះខ្ញុំនិយាយពី2024ហ្នឹងណាដូច្នេះហើយបានជាការចរចាទាំងឡាយរបស់លោកហ៊ុនសែនជាមួយនឹងបណ្ដាទូតនានាជាពិសេសលោកហ៊ុនសែនបានទៅជួលក្រុម lobby សហរដ្ឋអាមេរិកដើម្បីធ្វើ lobby ជាមួយនឹងអាមេរិកធ្វើយ៉ាងណាកុំឲ្យចេញគេហៅស្អីច្បាប់តាក់ទងជាមួយនឹងការបោះសម្អាតពួកក្រុមថៃវករ Cyber Scam ហ្នឹងណាបានជួលក្រុមនឹងមួយដែលបានចុះហត្ថលេខាហើយមានកិច្ចសន្យាត្រឹមត្រូវជាមួយនឹងក្រុមហ៊ុន lobbyist មួយនៅសហរដ្ឋអាមេរិកដែលចុះថ្ងៃទី28ខែកក្កដាសំដៅខែកុម្ភៈឆ្នាំ2025ដូច្នេះរឿងគឺលោកហ៊ុនសែនព្យាយាមបង្កើតព្រឹត្តិការណ៍ទាំងអស់ហ្នឹងហើយលោកហ៊ុនសែនបានព្យាយាមចល័តកងទ័ពលោកហ៊ុនសែនបានព្យាយាមជីកគេហៅស្អីលេនឋានដែលយើងហៅថាវយោនៅឯមុំបីនៅឯរហូតដល់មានតំណឆ្លោះគ្នាតិចតួចហ្នឹងណានោះគឺជាការបង្កើតព្រឹត្តិការណ៍ទេហ្នឹងណាក៏ប៉ុន្តែនៅពេលដែលបង្កើតព្រឹត្តិការណ៍ហ្នឹងវាមានការពាក់ព័ន្ធជាមួយនឹងផលប្រយោជន៍របស់អ្នកទាំងសងខាងគឺប្រទេសថៃក៏មានអ្នកទទួលផលប្រយោជន៍ពីរឿង Cyber Scam ប្រទេសខ្មែរក៏មានអ្នកទទួលផលប្រយោជន៍ពីរឿង Cyber Scam ហ្នឹងនិយាយមែនតើគឺមេដឹកនាំរបស់ប្រទេសទាំងពីរនេះកម្រិតនាយករដ្ឋមន្ត្រីកម្រិតក្រសួងការពារជាតិកម្រិតក្រសួងមហាផ្ទៃឬក៏កម្រិតនៅក្នុងស្ថាប័នកំពូលរបស់ប្រទេសថៃនិងរបស់ប្រទេសខ្មែរហ្នឹងវាជាប់តាក់ទិនជាមួយនឹងអំពើផាកកម្ម Cyber Scam នេះក៏ប៉ុន្តែដំបូងឡើយគឺគេដាក់បន្ទុកគេចោទប្រកាន់ទៅតែរបស់ហ៊ុនសែនទេក៏ប៉ុន្តែដោយសារអ្នកទាំងពីរនេះមានជាប់តាក់ទិនគ្នាជាមួយនឹងបញ្ហា Cyber Scam អញ្ចឹងក៏បានឯកភាពបង្កើតព្រឹត្តិការណ៍សង្គ្រាមនេះទៅដើម្បីពន្យាឬក៏បង្វែរព្រឹត្តិការណ៍ឲ្យបដូរទស្សនៈឬក៏បដូរយុទ្ធសាស្ត្រក្នុងការបង្ក្រាបហ្នឹងឲ្យទៅជាបញ្ហាចំនួនព្រំដែនវិញហ្នឹងរឿងគឺវានៅកន្លែងហ្នឹងអញ្ចឹងលោកហ៊ុនសែនបានត្រៀមលក្ខណៈដើម្បីវាយហ្នឹងមិនមែនឈ្លានពានមិនមែនទៅវាយដណ្ដើមកាន់កាប់ទីតាំងទេក៏ប៉ុន្តែបើតាមរបាយការណ៍របស់ ASPI តាមរបាយការណ៍របស់ James ហើយនឹងតាមរបាយការណ៍ដទៃទៀតគេបានយកមកបកបង្ហាញថាលោកហ៊ុនសែនបានរៀបចំកម្លាំងទ័ពនឹងច្រើនសន្ធឹកសន្ធាប់ទៅព្រំដែនជាពិសេសគឺនៅតំបន់ខាងព្រះវិហារហ្នឹងដែលមានមួយចំនួននៅខាងខេត្តឧត្តរមានជ័យអញ្ចឹងរឿងទាំងអស់ហ្នឹងកើតឡើងនៅក្នុងលក្ខខណ្ឌបង្កើតព្រឹត្តិការណ៍ទេដូច្នេះហើយបានជាបងប្អូនបានស្ដាប់ព័ត៌មានមួយឬក៏របាយការណ៍មួយរបស់ប្រទេសថៃថាលោកប៊ុនស៊ិនផាក់ក្លាងដែលជាមេបញ្ជាការភូមិភាគ2កាលពីចំនួនហ្នឹងណាបានធ្វើរបាយការណ៍ដោយផ្ទាល់មាត់មួយថាដំណើរការនៃការធ្វើសង្គ្រាមហ្នឹងឬក៏ផ្ទុះចំនួនហ្នឹងគាត់តែខាតត្រូវតែការពីព្រំដែននឹងឲ្យបានហើយនឹងដណ្ដើមយកទីតាំងទាំងឡាយណាដែលកងទ័ពខ្មែរយើងបានឈរជើងក្នុងរយៈពេលច្រើនទសវត្សរ៍នៅលើដងសន្តានហ្នឹងហើយខាងមេបញ្ជាការអគ្គមេបញ្ជាការឬក៏គេមិនបានបង្ហាញឈ្មោះថាមួយណាទេក៏ប៉ុន្តែគេបាននិយាយថាថ្នាក់លើរបស់មេបញ្ជាការយោធាណាបានហាមឃាត់មិនឲ្យលោកប៊ុនស៊ិនផាក់ក្លាងហ្នឹងតដៃជាមួយនឹងប្រទេសខ្មែរទេមានន័យថារឿងទាំងពីរនេះរវាងហ៊ុនសែនជាមួយនឹងមេបញ្ជាការកងទ័ពនៅក្នុងប្រទេសថៃហ្នឹងឯកភាពគ្នាថាគ្រាន់តែបង្កចំនួនធម្មតាដោយដែលធ្លាប់កើតឡើងកាលពី2003 2008 2013អីចឹងណាគឺមានលក្ខខណ្ឌតែប៉ុណ្្នឹងឯងក៏ប៉ុន្តែដល់ពេលបង្កើតទៅលោកប៊ុនស៊ិនផាក់ក្លាងហ្នឹងគាត់អត់ព្រមដោយសារក្នុងនាមគាត់ជាមេបញ្ជាការទទួលបន្ទុកទឹកហ្នឹងគាត់ត្រូវតែវាយបកការដែលវាយបកហ្នឹងហើយវាឈានដល់ដំណាក់កាលគេហៅថាវាហួសអាផែនការនៃការធ្វើសង្គ្រាមសិប្បនិមិត្តវាទៅជាសង្គ្រាមប្រកបមែនទេអាហ្នឹងចំណុចទី1ណាបងប្អូនហើយចំណុចទី2តើតើជាមួយនឹងថាហេតុអីបានជាយើងមិនប្តឹងដើម្បីទីតាំងទាំងឡាយណាដែលថៃកាន់កាប់ខ្ញុំយកខ្លីៗមកបង្ហាញបងប្អូនវិញថានៅពេលដែលផ្ទុះសង្គ្រាមខ្លាយទៅជាចំនួនហើយហ្នឹងធម្មតាការវាយគ្នានៅលើព្រំដែនឬក៏នៅលើទីតាំងណាមួយ
ភាគីណាខ្លាំងគឺគេវាយទៅសង្គ្រប់ឬក៏គេវាយទៅកំទេចឬក៏ទៅគ្រប់គ្រងទីតាំងហ្នឹងមិនខានអាហ្នឹងគឺការវាយគ្នាដើម្បីកំទេចឬក៏បោះសម្អាតទីតាំងហ្នឹងការពារកុំឲ្យវាមានអធិពលឬក៏លទ្ធភាពវាយបកចូលមកក្នុងទីតាំងរបស់គេដូច្នេះការដែលគេវាយចូលទៅក្នុងទីតាំងទាំងអស់ហ្នឹងវាគឺជាលទ្ធភាពរបស់ប្រទេសថៃគេមានសភាវត្តគេមានកងទ័ពគេមានលទ្ធភាពគឺគេមានខ្លាំងជាងយើងដូច្នេះហើយបានជាទីតាំងមួយចំនួនទាំងនៅលើដងភ្នំដងរ៉ៃទាំងនៅខាងក្រោមជួរភ្នំដងរ៉ៃហើយនៅបណ្ដាខេត្តនានាតាំងពីពោធិ៍សាត់រហូតដល់កោះកុងអញ្ចឹងគេកាន់កាប់បានទីតាំងមួយចំនួនដែលគេវាយចូលទៅកំទេចកងកម្លាំងរបស់យើងលក្ខខណ្ឌមួយនៅពេលដែលគេចូលទៅកំទេចបានគេចូលទៅគ្រប់គ្រងទីតាំងរបស់យើងបានពួកយើងបាក់តបរត់ចោលទីតាំងគេកាន់កាប់បានរួចហើយកិច្ចព្រមព្រៀងមួយបានឯកភាពគ្នាថាឈប់បាញ់គ្នាមិនចឹងណាបងប្អូននៅពេលដែលឈប់បាញ់គ្នាក្នុងលក្ខខណ្ឌរបស់អាកិច្ចព្រមព្រៀងឈប់បាញ់គ្នាហ្នឹងណាដោយសារយើងវាខ្លោបខ្លាចពេកយើងវាអស់លទ្ធភាពយើងវាភ័យពេកយើងឯកភាពនៅគ្រប់ចំណុចទាំងឡាយណាដែលគេបានដាក់សំណើបើឈប់បាញ់គ្នាឲ្យកងទ័ពនៅទីណាឈរជើងនៅទីនោះឃើញទេចំណុចមួយហ្នឹងហើយដែលបងប្អូនច្រើនថាថៃចូលឈ្លានពានថៃចូលកាន់កាប់ថាមិនមែនទេនៅក្នុងពេលដែលយើងវាយបន្តគ្នាហ្នឹងណាគេនៅកន្លែងណាឲ្យគេនៅកន្លែងហ្នឹងដូច្នេះគេកំពុងតែវាយគ្រប់គ្រងទីតាំងរបស់យើងដាក់លក្ខខណ្ឌថាអ្នកណាគ្រប់គ្រងបានកន្លែងណាឲ្យកាន់កន្លែងហ្នឹងដូច្នេះហើយបានជាទីតាំងទាំងអស់ហ្នឹងវាធ្លាក់ទៅលើដៃថៃទៅលើដៃរបស់ប្រទេសថៃអស់ទៅអញ្ចឹងបាននៅក្នុងពេលដែលវាមានបញ្ហាហ្នឹងខ្ញុំបានធ្វើអត្ថាធិប្បាយពីរឿងសង្គ្រាមហ្នឹងណាខ្ញុំអានអាសេចក្តីព្រៀងចឹងនិយាយថាអាកិច្ចព្រមព្រៀងដែលគេឯកភាពគ្នាហ្នឹងណាខ្ញុំចាឆ្ងល់ថាហេតុអីបានជាចំណុច1 2 3នេះណាអ្នកសញ្ញេនឹងចេះតែលើកដៃសញ្ញេតការពីព្រោះថាប្រសិនបើយើងដាក់លក្ខខណ្ឌតាមថាឥឡូវនេះសូមឲ្យចាប់បាញ់គ្នាក៏ប៉ុន្តែកងទ័ពទាំងសងខាងបើខ្មែរចូលទៅកាន់កាប់ទឹកដីថៃក៏ត្រូវដកមកទីតាំងរបស់ខ្មែរវិញហើយបើថៃចូលទៅកាន់កាប់ទឹកដីខ្មែរក៏វាត្រូវតែដកមកទីតាំងយើងវិញរៀងខ្លួនមុនពេលដែលផ្ទុះអាវុធអានឹងបានវាមានហេតុផលសមរម្យក៏ប៉ុន្តែនៅក្នុងលក្ខខណ្ឌរបស់កិច្ចព្រមព្រៀងចាប់បាញ់គ្នាហ្នឹងបងប្អូនតែមើលចំណុចទី3ចំណុចទី4ហ្នឹងណាគឺគេឲ្យកងទ័ពណាដែលឈរជើងនៅកន្លែងណាឈរកន្លែងហ្នឹងហើយបានជាវាមានលក្ខខណ្ឌទាហានថៃចូលនៅគ្រប់ទីតាំងជាង40ទីតាំងនៅតាមបណ្ដោយកម្លាំងខ្មែរហ្នឹងហើយមិនអាចចោទថានោះគឺជាការរំលោភឈ្លានពានបានទេប៉ុន្តែវាគឺជាការគោរពទៅតាមស្អីកិច្ចព្រមព្រៀងបទច្បាញ់គ្នាហ្នឹងចំណុចគឺវានៅកន្លែងហ្នឹងទេបងប្អូនអញ្ចឹងកន្លែងហ្នឹងរឿងថាឲ្យតែប្រឹង ICJ វាមិនអាចទៅរួចដោយសារវាមិនមែនជារឿងឈ្លានពានពីព្រោះគេបានអនុវត្តតាមកិច្ចព្រមព្រៀងហ្នឹងអាហ្នឹងក្នុងន័យប៉ុណ្ណឹងណាបងប្អូនប៉ុណ្ណឹងឯងហើយមួយទៀតថាហេតុអីបានជា$23មិនតែប្រឹងអាហ្នឹងបងប្អូនសួរហ្នឹងចាសម្រាប់ខ្ញុំវិញ$23ណាមិនតែខកខ្លាយពីរឿងតែប្រឹងឬក៏មិនប្រឹងទេពីព្រោះយើងកំពុងតែដណ្ដើមអំណាចបើសិនជា$23ជារដ្ឋាភិបាលដែលគ្រប់គ្រងអំណាចកម្ពុជាណារដ្ឋាភិបាលនេះមិនទាំងឲ្យទាំងកើតសង្គ្រាមផងពីព្រោះយើងអត់ចាំបាច់ត្រូវធ្វើសង្គ្រាមដើម្បីបង្កើតប្រតិការផងហ្នឹងដូច្នេះរឿងប្រឹងឬក៏មិនប្រឹងវាមិនមែនជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលនេះទេហើយម្យ៉ាងទៀតអ្វីដែលខ្ញុំមើលឃើញរាល់ថ្ងៃរដ្ឋាភិបាលនេះទេណាគឺមិនទាន់មានសកម្មភាពឬក៏មិនទាន់មាននីតិសម្បទានណាមួយឬក៏មិនទាន់មានលទ្ធភាពទៅធ្វើអារឿងហ្នឹងផងសំខាន់គឺយើងកំពុងបេសកកម្មរបស់យើងដែលខ្ញុំតែងតែនិយាយចឹងណាយើងមិនតែដោះស្រាយរឿងបំណុលប្រជាពលរដ្ឋយើងមិនតែដោះស្រាយរឿងកងទ័ពមានហូបមានចុកយើងមិនបានតែខ្វល់ខ្វាយពីរឿងសភាវុធថាតើរដ្ឋយើងឬក៏ប្រទេសយើងត្រូវមានសភាវុធទំនើបឬក៏មិនទំនើបយើងមិនចាំបាច់តែរឿងខ្វល់ខ្វាយពីរឿងថាត្រូវតែប្រឹងអ្នកណាដើម្បីយកព្រំដែននឹងមកវិញទេពីព្រោះបើសិនជារដ្ឋាភិបាលនៃប្រទេសនេះជារដ្ឋាភិបាលដែលមានអំណាចគ្រប់គ្រងប្រទេសណាគឺយើងមិនតាំងឲ្យវាកើតសង្គ្រាមតាំងពីដំបូងដូច្នេះរឿងការសង្គ្រាមហើយវាគឺជាការទទួលខុសត្រូវរបស់ហ៊ុនសែនអាហ្នឹងរឿងទី1ហើយរឿងទី2សំណួរបងប្អូនក៏សួរដូចគ្នាដែរថាទឹកដីនេះនៅពេលដែលថៃកាន់កាប់ហើយតើយើងអាចវិលទៅរកការចរចាគ្នាឬក៏វិលទៅរកការគ្រប់គ្រងដែនដីទៅតាមសន្ធិសញ្ញាបារាំងសៀមបានដែរឬទេសំណួរហ្នឹងបើសិនជារបបហ៊ុនសែននៅតែគ្រប់គ្រងអំណាចដែលមានការគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រទេសថៃនេះណាឱកាសដែលនឹងវិលទៅរកការជជែកគ្នាតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់បារាំងសៀមយ៉ាងណាហ្នឹងខ្ញុំគិតថាប្រហែលជាពិបាកដោយសារគេអត់និយាយជាមួយហ៊ុនសែនទៀតទេដោយសារគេចាត់ទុកថារបស់ហ៊ុនសែនហ្នឹងបណ្ដោយលេងបានហើយដូច្នេះគេកាន់កាប់នៅកន្លែងណាគឺគេនឹងនៅកន្លែងហ្នឹងបើសិនជាយើងចង់បានការចរចាគ្នាឬក៏ដោះស្រាយរឿងព្រំដែនវិញលុះត្រាតែរដ្ឋាភិបាលកម្ពុជាមិនមែននៅក្រោមអំណាចរបស់ហ៊ុនសែនអានេះយើងមានសង្ឃឹមថាយើងអាចនឹងចរចាគ្នាណាបងប្អូនអានេះគឺជាទស្សនៈទូទៅដែលខ្ញុំចង់ជម្រាបបងប្អូនជុំវិញរឿងICJ ហើយនឹងមានមតិខ្លះបងប្អូនលើកឡើងថាឲ្យយើងទៅប្រឹង ICC ឲ្យជាដើមទាំងអស់ហ្នឹងណាសម្រាប់ខ្ញុំគ្រាន់តែជម្រាបបងប្អូនថាបេសកកម្មរបស់យើងពេលនេះណាយើងដឹងគ្រប់យ៉ាងថាសង្គ្រាមហើយនឹងការបាត់បង់ទឹកដីនេះវាគឺជាល្បីរបស់ហ៊ុនសែនដូច្នេះឱកាសនេះយើងមិនឲ្យបងប្អូនថាមិនព្រួយបារម្ភឬក៏មិនខ្វល់ខ្វាយទេក៏ប៉ុន្តែ
សំខាន់ពេលនេះមកនេះត្រូវធ្វើយ៉ាងណាឲ្យរបបហ៊ុនសែនដួលរលំសិនរឿងដោះស្រាយរឿងបន្តព្រំដែនរឿងដោះស្រាយរឿងសង្គ្រាមឬក៏យ៉ាងណាហ្នឹងទៅឲ្យរដ្ឋាភិបាលថ្មីជាអ្នកដោះស្រាយរឿងនេះដូច្នេះខ្ញុំនៅតែជឿថាបើលោកហ៊ុនសែននៅតែប្រកាន់ចំហនៅការគ្រប់នៅតែគ្រប់គ្រងប្រទេសកម្ពុជាតទៅទៀតខ្ញុំជឿថាប្រទេសថៃគេនឹងមិនប្រកល់ឲ្យនៅអ្វីដែលគេកំពុងកាន់នេះទេប៉ុន្តែបើសិនជាមានការប្រែប្រួលការផ្លាស់ប្ដូរមេដឹកនាំអានឹងគេអាចនឹងនិយាយគ្នាឬក៏អាចមានលក្ខខណ្ឌណាថ្មីថែមទៀតដែលយើងគិតថាជំរើសផ្សេងទៀតច្រើនណាស់ដែលរដ្ឋាភិបាលនេះទេឬក៏ពួកយើងជាអ្នកវិទ្យាសាស្ត្រមានលទ្ធភាពនឹងនិយាយជាមួយប្រទេសថៃនឹងរកវិធីផ្សេងដើម្បីដោះស្រាយបញ្ហារបស់កម្ពុជាប៉ុន្តែសំខាន់បេសកកម្មរបស់យើងនៅពេលនេះណាគឺរកវិធីយ៉ាងណាធ្វើសកម្មភាពទៅផ្លាស់ប្ដូររបបហ៊ុនសែនអញ្ចឹងបានប្រធានបទរបស់ខ្ញុំគឺផ្លាស់ប្ដូររបបហ៊ុនសែនដូចខ្ញុំចាប់ផ្ដើមនៅក្នុងបទអធិប្បាយខ្ញុំហ្នឹងណាអញ្ចឹងខ្ញុំនិយាយថាបើសិនជាយើងគ្រាន់តែទៅចូលរួមចំណែកនៅក្នុងការស្វែងរកដំណោះស្រាយនានាដែលជាបញ្ហារបស់លោកហ៊ុនសែនបង្កើតទាំងបំណុលរបស់ពលរដ្ឋទាំងវិបត្តិសេដ្ឋកិច្ចទាំងវិបត្តិព្រំដែនទាំងវិបត្តិការទូតហើយនិងវិនិយោគនានារបស់ប្រទេសយើងដែលហ៊ុនសែនបង្កនេះណាពួកយើងនឹងអត់មានពេលវេលាណាទៅធ្វើសកម្មភាពនយោបាយដើម្បីទៅរំដោះប្រទេសគឺយើងនៅតែវល់នៅក្នុងអព្រឹត្តិការណ៍ដែលលោកហ៊ុនសែនបង្កើតហ្នឹងដូច្នេះហើយបានជាមតិរបស់ខ្ញុំថាអ្វីដែលវាកើតឡើងនៅក្នុងបេសកកម្មនិងកណ្ដាប់ដៃរបស់ហ៊ុនសែនណាអាហ្នឹងយើងដាក់ទៅកំហុសទាំងអស់ហ្នឹងឲ្យទៅជាទៅកំហុសរបស់ហ៊ុនសែនមិនមែនយើងរត់ទៅជួយដោះស្រាយហ៊ុនសែនពីព្រោះហ៊ុនសែនធ្វើឲ្យបាត់ទឹកដីហ៊ុនសែនធ្វើឲ្យបាត់កោះត្រល់ហ៊ុនសែនធ្វើឲ្យបាត់ដែនសមុទ្រហ៊ុនសែនធ្វើឲ្យបាត់ដីសម្បត្តិវាគឺជាកំហុសរបស់ហ៊ុនសែនអញ្ចឹងហើយបានជាយើងរកមធ្យោបាយថាតើយើងធ្វើយ៉ាងណាដើម្បីរំដោះកម្ពុជាឲ្យផុតពីអំណាចរបស់ហ៊ុនសែនពេលនោះបានយើងថាត្រូវធ្វើអីនៅពេលដែលអំណាចនៅក្នុងដៃរបស់យើងណាអាហ្នឹងបានយើងត្រូវធ្វើអីហើយនឹងដោះស្រាយរបៀបណាប៉ុន្តែនៅក្នុងពេលនេះយើងមិនទៅរត់តាមដោះស្រាយបញ្ហាដែលហ៊ុនសែនជាអ្នកបង្កទេសូម្បីតែបញ្ហារាល់ថ្ងៃរឿង scammer នៅពេញប្រទេសកម្ពុជាបងប្អូនអត់ដឹងថាបញ្ហា scammer នឹងវាគ្រោះថ្នាក់ប៉ុណ្ណាទេពីព្រោះបងប្អូនអត់ដឹងថា scammer នឹងវាបានយកលុយពីកប៉ាល់របស់យើង scammer នឹងវាបានបំផ្លាញសេដ្ឋកិច្ច scammer បានបំផ្លាញអំពីស្អីដែលគេហៅស្អីមុខមាត់ហើយនឹងកិច្ចការភាពរបស់ប្រទេសយើងអីបងប្អូនអត់បានដឹងកន្លែងហ្នឹងទេដូច្នេះហើយបានជាខ្ញុំមើលទៅថាបើសិនជាយើងនៅតែរត់ទៅធ្វើកិច្ចការដែលហ៊ុនសែនជាអ្នកបង្កហ្នឹងណាគឺយើងមិនមានពេលវេលានឹងធ្វើកិច្ចការណាដើម្បីរំដោះប្រទេសទេព្រោះថានៅ live ពេលព្រឹកនិង live ពេលល្ងាចខ្ញុំក៏មិនទាន់ច្បាស់ដែរថាតើម៉ោងណាល្អជាងព្រោះនៅពេលល្ងាចខ្ញុំសង្កេតឃើញថាមានប្រិមិត្តយើងមើលច្រើនប៉ុន្តែដល់ពេលខ្ញុំមកពេលព្រឹកនៅក្នុងប្រទេសខ្មែរចំនួននឹងថយដែរដោយសារតែម្យ៉ាងខ្ញុំទៅនឹងសារលបមើល2ថ្ងៃនេះណាខ្ញុំឃើញចំនួននឹងថយប៉ុន្តែខ្ញុំក៏ចង់បានមតិដែរថាពេលព្រឹកឬក៏ពេលល្ងាចពេលណាល្អដើម្បីខ្ញុំរៀបចំកាលវិភាគរបស់ខ្ញុំទៅ live ជាមួយជួបជាមួយបងប្អូនឲ្យបានទៀងទាត់យ៉ាងនេះចឹងណានឹងមានសំណួរមានមតិរបស់បងប្អូនមួយហ្នឹងថាទោះបីយ៉ាងណាក៏ដោយចោលសៀមហ្នឹងមិនព្រមប្រគល់ឲ្យ14កន្លែងមកយើងវិញទេមិនមែន14កន្លែងទេណាបងប្អូន40ដូចជា43កន្លែង43ទីតាំងមិន14ទេ40ជាងហើយក៏មិនមែនចោលសៀមដែរនោះគឺជាសមត្ថកិច្ចឬក៏សមត្ថភាពរបស់គេក្នុងការវាយកំទេចទីតាំងទាំងឡាយដែលហ៊ុនសែនបានបង្កបញ្ហាបងប្អូនត្រូវចាំមកចេះឥឡូវយើងគិតពីក្រោយឆ្នាំ1993មកណាក្រោយពេលដែលយើងបានសន្តិភាពទីក្រុងប៉ារីសមកយើងនិយាយច្រើនណាស់អំពីការទទួលស្គាល់នៅសន្ធិសញ្ញា$23ហើយ$23គឺជាដែលលក្ខខណ្ឌគេហៅស្អីសន្ធិសញ្ញាដែលបានបញ្ជាក់អំពីបូរណភាពនៃអធិបតេយ្យដែលគ្មានរដ្ឋបរទេសណាមករំលោភបំពានបានអានឹងច្បាប់របស់យើងណានៅក្នុងលក្ខខណ្ឌអន្តរជាតិមួយហ្នឹងណាក៏ប៉ុន្តែតាំងពីថ្ងៃហ្នឹងមកដល់ឆ្នាំ2025នេះបងប្អូនឃើញទេយើងអត់ដែលបាត់ដែនដីកន្លែងណាទេយើងអត់ដែលមានអាចចំនួនខ្នាតធំរបៀបនេះទេក៏ប៉ុន្តែរឿងទាំងអស់នេះមិនមែនរឿងថៃទេអាហ្នឹងសូមជម្រាបទៅស៊ីឌីឆៃហ្នឹងណាមិនមែនរឿងថៃឈ្លានពានមិនមែនរឿងថៃចោលលួចមិនមែនរឿងថៃចោលប្លន់ទេនេះគឺជារឿងអសមត្ថភាពរបស់លោកហ៊ុនសែនឬក៏យកប្រទេសយើងនេះយកទៅប្រកបឲ្យគេឧទាហរណ៍ដូចខ្ញុំជម្រាបខាងដើមមិញអញ្ចឹងណានៅពេលដែលកំពុងតែមានទស្សនវិជ្ជាឬក៏ការច្បាំងរាំងជលគ្នានៅលើសមរភូមិមួយគេខ្លាំងគេមកទន្ទ្រានយកទីតាំងរបស់យើងបើយើងខ្លាំងយើងទៅទន្ទ្រានយកទីតាំងរបស់គេអាហ្នឹងវាជារឿងធម្មតាទេអញ្ចឹងបើសិនជានៅក្នុងលក្ខខណ្ឌដែលយើងត្រូវបញ្ចប់ឬក៏ផ្អាកការបាញ់គ្នាឬក៏ចរចាឈប់បាញ់គ្នាអីជាដើមអញ្ចឹងណាវាត្រូវនៅក្នុងលក្ខខណ្ឌហ្នឹងនិយាយថានៅពេលដែលយើងឯកភាពឈប់បាញ់គ្នាសូមឲ្យកងទ័ពទាំងសងខាងបើភាគីខ្មែរនៅក្នុងដីថៃឲ្យដកមកកាន់ទីតាំងរបស់យើងវិញបើភាគីថៃនៅក្នុងដែនដីខ្មែរឬក៏ក្នុងទឹកដីខ្មែរឲ្យដកមកទីតាំងនៅមុនពេលដែលទស្សនវិជ្ជានឹងវិញអាហ្នឹងវាជាលក្ខខណ្ឌសមហេតុផលនៅក្នុងការព្រៀងកិច្ចព្រមព្រៀងដើម្បីឈប់បាញ់គ្នា
ก็ប៉ុន្តែបងប្អូនតាមមើលនៅក្នុងអាកិច្ចព្រមព្រៀងហ្នឹងដូចជាចំណុចទី4ណាដែលបាននិយាយច្បាស់ថាកងទ័ពណាឈរជើងនៅទីណាគឺសូមឲ្យនៅទីនោះអញ្ចឹងមានន័យថាកន្លែងដែលគេឈរជើងនេះណាស៊ីឌីឆៃកន្លែងដែលគេឈរជើងនេះមិនមែនជាចោលសៀនឈ្លានពានទេគឺគេវាយនៅក្នុងពេលនោះយើងបានចោះកិច្ចព្រមព្រៀងឲ្យគេឈរជើងនៅទីនោះដូច្នេះបើតើប្រឹងនៅខ្នាតយ៉ាងហៅថាកម្រិតអន្តរជាតិណាក៏យើងចាញ់គេដែរបើយើងយកអាលក្ខខណ្ឌដែលយើងចោះអាកិច្ចព្រមព្រៀងរួមគ្នាកាលពីថ្ងៃទី10ហ្នឹងណាបើយើងយកអាលក្ខខណ្ឌហ្នឹងទៅប្រឹងនៅអន្តរជាតិក៏យើងចាញ់គេដែរពីព្រោះយើងបានឯកភាពថាឲ្យកងទ័ពនៅទីណានៅទីនោះមិនអញ្ចឹងហ៎ដូច្នេះរឿងហ្នឹងមិនមែនអ្នកណាចោលទេប៉ុន្តែសំខាន់គឺសមត្ថភាពនិងរឿងរបស់ហ៊ុនសែនដែលព្រៀងឯកសាររបៀបហ្នឹងមកចេតនាដើម្បីបកគលទឹកដីហ្នឹងឲ្យទៅថៃដោយសន្តិវិធីនេះមើលកន្លែងហ្នឹងគឺហ៊ុនសែនឬក៏មេទ័ពរបស់ប្រទេសកម្ពុជាបានចោះកិច្ចព្រមព្រៀងកាត់ទឹកដីហ្នឹងឲ្យគេដោយបំភាន់ភ្នែកមហាជនហើយប្រជាពលរដ្ឋនឹងយល់ថាអញ្ចឹងយល់ថាថៃចូលមកឈ្លានពានថៃចូលមកកាន់កាប់មិនមែនទេពីព្រោះយើងបានចោះហត្ថលេខាព្រមព្រៀងឲ្យគេកាន់កាប់ហើយណាបងប្អូនអាហ្នឹងវាកន្លែងហ្នឹងណាដូច្នេះកុំឲ្យច្រឡំថាហើយរឿងទាំងអស់នេះដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងរឿងទាំងអស់នេះវាអត់ត្រូវកើតឡើងទេពីព្រោះគ្មានផែនការណាមួយដែលគេបានរៀបចំដើម្បីទៅឈ្លានពានទេគឺសង្គ្រាមនេះវាកើតចេញពីហ៊ុនសែនចល័តតបតាំងពីថ្ងៃទី13ខែកុម្ភៈឆ្នាំ2025បងប្អូនចាំហើយថ្ងៃទី13ខែកុម្ភៈទាហានក៏ឡើងមកខាងភ្នំ475តងតែដេញកាភ្លើងធំលត់ក្រោះអីក៏ឡើងមកតាមបណ្ដោយផ្លូវរបស់ព្រះវិហាររួចហើយយើងបានជីកអីការជីកវយនៅលើមុំ3ដែលមានដំណោះគ្នាដែលខាងថៃគេថាដោយសារទីតាំងទាំងអស់នោះយើងមិនទាន់បានបែងចែកដោយគណៈកម្មការបោះបង្គោលព្រំដែនត្រឹមត្រូវដូច្នេះសូមឲ្យរក្សាគេហៅថាបរិស្ថានជុំវិញឲ្យនៅដដែលកុំឲ្យមានអ្នកណាទៅប៉ះពាល់ថៃក៏គេឲ្យបានជីកក៏ប៉ុន្តែយើងជាអ្នកដែលចាប់ផ្ដើមជីកហ្នឹងបង្កហេតុផលដើម្បីជំរុញឲ្យទៅជាព្រឹត្តិការណ៍អាហ្នឹងរឿងទី1រឿងទី2បងប្អូនមានចាំទេថ្ងៃទី13ហ្នឹងមានបញ្ជូនសិល្បករនេះឡើងទៅប្រាសាទតាមាន់ណាប្រាសាទតាមាន់ដែលយើងបាត់ទៅនេះឡើងទៅប្រាសាទតាមាន់ទៅច្រៀងចម្រៀងស្អីផ្សេងអញ្ចឹងទៅជាលក្ខណៈញុះញង់ដើម្បីបង្កឲ្យទៅជាព្រឹត្តិការណ៍ហើយយើងដឹងច្បាស់ថាយើងបានធ្វើការសន្និដ្ឋានវិភាគអំពីព្រឹត្តិការណ៍ទាំងអស់ហ្នឹងជំរាបជូនប្រិយមិត្តពីថ្ងៃហ្នឹងបងប្អូនតាមមើលคลิปចាស់របស់ខ្ញុំហ្នឹងណាគឺខ្ញុំនិយាយថានេះគឺជាសកម្មភាពនៃការញុះញង់ឲ្យកើតទៅជាសង្គ្រាមដូច្នេះហើយបានជាយើងដឹងទាំងអស់គ្នាថាហ៊ុនសែនចេតនាបង្កសង្គ្រាមនេះឬក៏បង្កបញ្ហាព្រំដែននេះដើម្បីឆ្ពិនភ្នែកអន្តរជាតិឲ្យចាប់អារម្មណ៍មកបញ្ហាព្រំដែនដើម្បីបញ្ជាអំពីបញ្ហារឿង scam online ដែលកំពុងតែប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជានោះគឺវានៅកន្លែងហ្នឹងណាបងប្អូនយើងមាន timeline វាទាំងអស់យើងមាន timeline ពីព្រឹត្តិការណ៍ហ្នឹងទាំងអស់ដូច្នេះយើងមិនអាចចោទថានោះគឺជាការឈ្លានពានឬក៏ការលួចឆក់ប្លន់យកមិនមែនទេវាគឺយើងធ្វើសង្គ្រាមចាញ់គេណាយើងធ្វើសង្គ្រាមចាញ់គេគ្រប់គ្រងប៉ុន្តែវាខុសគ្នាត្រង់ថាអនុញ្ញាតឬក៏យល់ព្រមចោះហត្ថលេខាលើសេចក្តីព្រៀងតាក់ទងជាមួយនឹងបទឆោបបាញ់គ្នាហ្នឹងព្រមឲ្យគេនៅកន្លែងណានៅកន្លែងហ្នឹងតែឈោជើងកន្លែងណាកាន់កាប់កន្លែងហ្នឹងទៅដែរនោះគឺជាកំហុសអញ្ចឹងមិនថាលក្ខខណ្ឌមួយទៀតបើសិនជាយើងចង់ដោះស្រាយបញ្ហាហ្នឹងដរាបណានៅមានលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីឬក៏អ្នកមានអំណាចគ្រប់គ្រងកម្ពុជាដោយបច្ចុប្បន្ននេះណាគឺប្រទេសថៃគេនឹងមិនឲ្យទឹកដីហ្នឹងមកវិញទេដាច់ខាត់គេមិនឲ្យខ្ញុំជឿថាអញ្ចឹងនឹងបាត់ជានិរន្តរ៍ក៏ប៉ុន្តែក្នុងករណីណាដែលមានដំណោះស្រាយនយោបាយប្រសិនបើពួកយើងជារដ្ឋាភិបាលមានឱកាសទៅគ្រប់គ្រងប្រទេសណាខ្ញុំជឿថាយើងមានលទ្ធភាពដើម្បីសម្របសម្រួលយើងហៅថាតំណែងតំណងឡើងវិញឲ្យយើងខ្លាយទៅជាយើងហៅស្អីខ្លាយទៅជាអ្នកជិតខាងដែលអាចរស់នៅជួបជុំគ្នាបានតទៅទៀតណាខ្ញុំជឿថាវាអាចមានលទ្ធភាពដោយថ្ងៃមុនខ្ញុំឃើញខាងប្រទេសថៃនៅពេលដែលគេធ្វើ debate តាក់ទងជាមួយនឹងបញ្ហាការពិជាតិបញ្ហាចំនួនព្រំដែនហើយនិងបញ្ហាផ្សេងៗដែលតាក់ទងជាមួយនឹងការឃោសនារកស្លឹកឆ្នោតដែលគេនឹងបោះឆ្នោតឆាប់ៗនេះណាគេបាននិយាយមួយចំណុចមួយដែលគេថាតើរដ្ឋាភិបាលដែលឆ្នះឆ្នោតឬក៏ដែលមានលទ្ធភាពតែដឹកនាំប្រទេសនៅពេលដែលឆ្នះឆ្នោតមានផែនការណាខ្លះតាក់ទងជាមួយនឹងការគ្រប់គ្រងបញ្ហាព្រំដែនរវាងកម្ពុជាថៃមានចម្លើយខ្លះដែលនៅក្នុងនោះយើងស្ដាប់ឮថាមានទស្សនៈខ្លះថាចង់ឲ្យធ្វើរបងមានទស្សនៈខ្លះថាឲ្យបាត់ព្រំដែននឹងជាអចិន្ត្រៃយ៍មានទស្សនៈខ្លះថាវាចាំបាច់ត្រូវតែពង្រឹងសម្ព័ន្ធភាពឡើងវិញឬក៏មិត្តភាពឡើងវិញដើម្បីឲ្យយើងនឹងអាចរស់នៅចិត្តជាមិត្តផងរបងជាមួយគ្នាបានអញ្ចឹងណានៅក្នុងនោះដែរខ្ញុំមើលឃើញថាចម្លើយមួយអាហ្នឹងគឺខ្ញុំបានសរសេរចូលដែរទេចម្លើយមួយដែលខ្ញុំថាជាមតិរបស់ខ្ញុំណាយើងថាការធ្វើរបងអាហ្នឹងបើតាមសម្ដីរបស់អ្នកបេក្ខជននាយករដ្ឋមន្ត្រីដែលគាត់ឆ្លើយណាបើសិនជាយកទស្សនៈថាធ្វើរបងពាត់ប្រទេសថៃយើងមានបដ ாய்
ព្រំដែនរវាងកម្ពុជានឹងប្រមាណ100គីឡូម៉ែត្រជាមួយនឹងលាវប្រមាណ100គីឡូម៉ែត្រជាមួយនឹងភូមាប្រមាណ100គីឡូម៉ែត្រហើយនឹងជាមួយនឹងម៉ាឡេស៊ីនឹងប្រមាណគីឡូម៉ែត្រអីចឹងទៅអញ្ចឹងបើសិនជាគិតប្រមាណ100គីឡូម៉ែត្រនឹងយកមកធ្វើជារបងហ្នឹងគឺវាមិនអាចគឺប្រទេសថៃដូចជានៅក្នុងប្រអប់មួយអញ្ចឹងបានសំណើរបស់ខ្ញុំហើយខ្ញុំជឿថានេះគឺជាមតិរបស់រដ្ឋាភិបាលបើសិនជាយើងមានឱកាសទៅដល់ប្រទេសណាសំខាន់បំផុតមិនមែនលើករបងសង់របងបិទផ្លូវឬក៏ទាំងអស់ហ្នឹងជាដំណោះស្រាយទេដំណោះស្រាយដែលល្អបំផុតគឺធ្វើយ៉ាងណាឲ្យយើងទាំងពីរប្រទេសហ្នឹងណាคล้ายទៅជាមិត្តឬក៏អ្នកជិតខាងល្អនឹងគ្នាយើងរស់នៅក្នុងលក្ខខណ្ឌសន្តិភាពនឹងគ្នាដែលយើងអាចពឹងពាក់ពំនាក់អាស្រ័យគ្នាទៅមកបានដោយបណ្ដាប្រទេសនានាដែលយើងឃើញថានៅប្រទេសអឺរ៉ុបអឺរ៉ុបគឺនៅម្ខាងការ៉ូមិនមែនរបងណាការ៉ូដែលគេក្រាលផ្លូវណាមានតែសញ្ញាលេខបូកឬក៏គេគូសបន្ទាត់សបន្ទាត់ក្រហមអីតែប៉ុណ្ណឹងហ្នឹងគឺគេរស់នៅក្នុងភាពជាអ្នកភូមិផងរបងជាមួយចឹងគឺយើងចង់បានអ្នកជិតខាងយើងនឹងរស់នៅដោយសន្តិភាពចឹងដោយសហរដ្ឋអាមេរិកនិងកាណាដាយើងអត់មានរបងទេយើងអត់មានរបងពាត់ព្រំដែនទេអញ្ចឹងលក្ខខណ្ឌរបៀបហ្នឹងប្រទេសខ្លះគេមានរបងនៅក្នុងលក្ខខណ្ឌណាមួយតែប៉ុន្តែសម្រាប់ពួកយើងណាយើងអត់ចង់ឃើញរបងហ្នឹងទេពីព្រោះកម្ពុជានិងថៃបើសិនតែយើងមើលអំពីទស្សនវិជ្ជារួមណាទៅតែថ្ងៃនេះទេដែលរបបហ៊ុនសែនបានបញ្ឆេះកំហឹងធ្វើឲ្យពលរដ្ឋខ្មែរនិងពលរដ្ឋថៃខ្លាចទៅជាសត្រូវសិតតែជាសត្រូវសិតតែជាចោលសិតតែជាចោលលួចគ្រប់យ៉ាងអញ្ចឹងទៅក៏ប៉ុន្តែតាមការពិតណាយើងទាំងអស់គ្នាណាសម្រាប់ពលរដ្ឋខ្មែរនិងពលរដ្ឋថៃច្រើនណាស់បើសិនតែគេគិតទៅតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រណាគេថា 32% នៃជនជាតិថៃដែលនៅភូមិភាគឦសានខាងក្រោមឬក៏ឦសានខាងត្បូងអញ្ចឹងណាដែលនៅសរិនស៊ីសកេតបុរីរ៉ាំម្ដងទាំងអស់ហ្នឹងរហូតមកដល់សាកែវឬក៏ជាប់ទៅដល់ថ្លាទៀតអ្នកទាំងអស់ហ្នឹងភាគច្រើនគេមើលទៅថា 32% គឺមានប្រវត្តិឬក៏ DNA ជាអំបូរជាមួយខ្មែរយើងដែរណាដូច្នេះសម្រាប់យើងដែលរស់នៅក្នុងរយៈពេលជាង100ឆ្នាំដែលយើងបែកព្រំដែនគ្នាណាសូម្បីពួកគេហៅស្អីញាតិសន្តានរបស់យើងជាពិសេសគឺអ្នកនៅខាងព្រះវិហារអ្នកនៅខាងឧត្តរមានជ័យអ្នកនៅខាងប្រទេសមានជ័យនិងបាត់ដំបងខ្លះហ្នឹងគឺមានសាច់ឈាមពាក់កណ្ដាលឬក៏អ្នកខ្លះមានសាច់ឈាមនៅក្នុងប្រទេសថៃនៅឡើយដូច្នេះបើយើងនិយាយអំពីប្រវត្តិយើងអត់មែនជាសត្រូវនឹងគ្នាទេយើងគ្រាន់តែថាការមានការបែងចែកដែនដីហ្នឹងដោយអំណាចរបស់អាណានិគមបារាំងដែលបានគូសកំណត់ដែនសីមាតែប៉ុណ្្នឹងទេក៏ប៉ុន្តែការទៅមករកគ្នារបស់ពួកយើងណាយើងអត់ដែលបានគិតគ្នាជាសត្រូវទេទៅនឹងប្រហែលខែនេះទេដែលធ្វើឲ្យពលរដ្ឋខ្មែរនិងពលរដ្ឋថៃខ្លាចទៅជាសត្រូវនឹងគ្នាដោយហ៊ុនសែននឹងគឺជាអ្នកមេភ្លើងដែលធ្វើឲ្យប្រទេសជាតិយើងទាំងពីរខ្លាចទៅជាសត្រូវនឹងគ្នាអានេះទស្សនៈរបស់ខ្ញុំណាបងប្អូនឥឡូវខ្ញុំមើលសំណុំបងប្អូនចង់ឲ្យខ្ញុំនិយាយនៅពេលល្ងាចវិញណាពេលល្ងាចមានឱកាសឬក៏មានពេលមើលច្រើនចឹងហ្នឹងបងប្អូនហ្នឹងហើយឥឡូវខ្ញុំមើលសំណុំបងប្អូនសុំសួរមកលោកពូមួយថាតើមានសង្គ្រាមខ្មែរសៀមលើកទី3ទេខ្ញុំថាមិនមែនលើកទី3លើកទី4ទេសង្គ្រាមខ្មែរសៀមនេះអាចនឹងមានទៀតបើនៅតែមានហ៊ុនសែនណាទី3ទី4ទីប្រហែលរហូតដល់ឥឡូវឃើញហ៊ុនសែនគេកំពុងតែត្រៀមកម្លាំងទិញអាវុធគេកំពុងតែត្រៀមកម្លាំងដើម្បីកែទាហានឬក៏យើងហៅស្អីបង្ខំឲ្យទាហានមានកាតព្វកិច្ចយោធាអីទាំងអស់ហ្នឹងវាគឺជាផែនការដើម្បីធ្វើសង្គ្រាមបំផ្ទុះសង្គ្រាមតទៅទៀតដូច្នេះប្រជាពលរដ្ឋខ្មែរប្រជាពលរដ្ឋដែលនៅតាមព្រំដែននិយាយទៅប្រជាពលរដ្ឋខ្មែរទាំងអស់នឹងប្រឈមនឹងសង្គ្រាមរហូតប៉ុន្តែគាត់ថាពេលណាដែលប៉ុណ្្នឹងឯងដូច្នេះមានន័យថាម៉េចមានន័យថាសង្គ្រាមលើកទី3ឬក៏លើកទី4ឬក៏លើកទីប្រមាណមិនដឹងទេក៏ប៉ុន្តែសង្គ្រាមដឹងតែមានទៀតរវាងខ្មែរនិងថៃប្រសិនបើនៅតែមេឈ្មោះសង្គ្រាមដែលអស់ប្រទេសដោយរដ្ឋខែនេះអញ្ចឹងដើម្បីឲ្យបងប្អូនជៀសផុតអំពីបញ្ហាសង្គ្រាមគឺតលតែចូលរួមក្នុងជីវភាពនយោបាយជំរុញឲ្យមានការផ្លាស់ប្ដូររបបតកូលហ៊ុនហ្នឹងអស់តកូលហ៊ុនពេលណាកម្ពុជានិងថៃលែងមានសង្គ្រាមហើយយើងនឹងរស់នៅសុខដុមរមនាដែលយើងនឹងធ្វើការអភិវឌ្ឍរួមគ្នាយើងនឹងទៅមករកគ្នាយើងនឹងធ្វើអាជីវកម្មឆ្លងទៅមកដោយការពីចំនួនមុនអញ្ចឹងប៉ុន្តែបើថានៅមានរបបហ៊ុនសែនឬក៏មានមេឈ្មោះសង្គ្រាមប្រទេសយើងនឹងមានសង្គ្រាមរហូតហើយសង្គ្រាមមួយនេះណាមិនមែនគ្រាន់តែដើម្បីទាមទារឬក៏ដណ្ដើមដីទេសង្គ្រាមពេលណានឹងអស់ដីបន្ថែមពេលនោះសង្គ្រាមពេលណាសេដ្ឋកិច្ចយើងនឹងដណ្ដើមពេលនោះសង្គ្រាមពេលណាប្រជាពលរដ្ឋយើងនឹងស្លាប់កងទ័ពយើងនឹងស្លាប់បន្តនៅពេលនោះអញ្ចឹងមេដឹកនាំដែលជាឈ្មោះសង្គ្រាមនេះនឹងប្រើប្រាស់ពួកយើងនឹងឲ្យងាប់រហូតដល់ដាច់ពូជហើយទឹកដីរបស់យើងនេះណានៅពេលមួយមានបរទេសមកគ្រប់គ្រងជំនួសពួកយើងហើយដូច្នេះរឿងសង្គ្រាមលើកទី3លើកទី4លើកទី5ឬក៏លើកទីប្រមាណអាចនឹងមានដោយសារឥឡូវនេះហ៊ុនសែនអត់ទាន់បោះបង់ចោលអំពីគំនិតបង្កសង្គ្រាមពីព្រោះការដែលគេចោទថាថៃមកឃ្លានពីនៅទីនេះគឺជាលេសមួយសម្រាប់បង្កគំនុំឲ្យកងទ័ពយើងឲ្យប្រជាពលរដ្ឋយើងដើម្បីត្រៀមលក្ខណៈធ្វើសង្គ្រាមតទៅទៀតដូច្នេះនៅក្នុងជីវិតរបស់ពួកយើងរាល់គ្នានេះទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីនេះណាគឺត្រៀមលក្ខណៈតែបង្កសង្គ្រាមធ្វើសង្គ្រាមរស់នៅក្នុងភ្លើងសង្គ្រាមដូច្នេះយើងអត់ត្រូវការមេដឹកនាំរបៀបហ្នឹងទេយើងនឹងរកលទ្ធភាពផ្ដួលរំលំរបបនេះយើងនឹងរកលទ្ធភាពរកសន្តិភាពរវាងកម្ពុជានិងថៃឲ្យតតែបានហើយនឹងដោះស្រាយអវិបត្តិព្រំដែននឹងឡើងវិញឲ្យស្អាត
ចាប់បរិបូរនៅក្នុងអាណត្តិជីវិតរបស់ពួកយើងនេះដូច្នេះរឿងសួរថាមានលើកទី3ខ្ញុំថាមិនមែនលើកទី3លើកទី4លើកទី5អាចមានតទៅទៀតអានេះជាទស្សនៈរបស់ខ្ញុំបងប្អូនគ្រាន់តែថាឆាប់នេះហើយនឹងពេលខាងមុខនៅពេលណាដែលហ៊ុនសែនបដូរអេរិយាបថឬក៏មិនបដូរអេរិយាបថគ្រប់គ្រងអំណាចទេបដូរអេរិយាបថទំនាក់ទំនងឬក៏ព្រមអោនក្បាលទៅពឹងពាក់ប្រទេសណាដើម្បីយកសភាវុធយកមកធ្វើសង្គ្រាមតទៅទៀតដល់ប៉ុណ្ណឹងហើយនៅពេលដែលបងប្អូនដឹងធ្វើសង្គ្រាមពេលណាហ្នឹងណាមិនមែនពូជរបស់ហ៊ុនសែនមិនមែនខ្សែស្រឡាយរបស់ហ៊ុនសែនជាអ្នកងាប់ចំនួនយើងទេគឺកងទ័ពយើងប្រជាពលរដ្ឋយើងផ្ទះសម្បែងនឹងមុខរបររបស់យើងនឹងជាប់កាំងដោយអ្វីដែលកើតឡើងប្រហែលថ្ងៃមុនហ្នឹងដែរនេះគឺជាទស្សនៈមួយណាបងប្អូនមានខាងបងប្អូនខាងឈ្មោះស្អីអាដាមវឌ្ឍនាថាតើអាមេរិកអាចលោកដៃតាមពិតបញ្ហាខ្មែរតតែអាមេរិកលោកដៃមិនមែនទេបញ្ហាខ្មែរតតែកុំឲ្យមានអ្នកណាលោកដៃបញ្ហាខ្មែរតតែសង្គ្រោះជាតិដឹកនាំប្រទេសអានោះជាទស្សនៈរបស់ខ្ញុំណាបញ្ហាខ្មែរតតែសង្គ្រោះជាតិដឹកនាំប្រទេសតតែអត់មានអ្នកណាលោកដៃបាត់ចប់បើថានៅមានអ្នកលោកដៃគឺកម្ពុជានឹងអត់បានសុវត្ថិភាពអានេះទស្សនៈរបស់ខ្ញុំណាខ្ញុំមិនបដិសេធអំពីគំនិតរបស់អាដាមវឌ្ឍនាទេក៏ប៉ុន្តែខ្ញុំថាបើនៅតែមានអ្នកលោកដៃពីព្រោះបច្ចុប្បន្ននេះអ្វីដែលវាជាសក្តានុពលឬក៏លទ្ធភាពដែលអាចនឹងផ្ទុះនៅពេលណាដែលចិនបង្ហាញចំហថាចង់គ្រប់គ្រងឬក៏ចង់ការពារកម្ពុជាដើម្បីគ្រប់គ្រងនៅភូមិសាស្ត្រនយោបាយវានឹងប្រឆាំងឬក៏វានឹងប៉ះជាមួយនឹងផលប្រយោជន៍អាមេរិកភ្លាមពីព្រោះអាមេរិកត្រូវការពារភូមិសាស្ត្រនេះដោយសារជប៉ុនតៃវ៉ាន់កូរ៉េហ្វីលីពីនឥណ្ឌូនេស៊ីម៉ាឡេស៊ីហើយនិងម្ដុំទាំងអស់ហ្នឹងជាពិសេសថៃនឹងតែម្ដងគឺជាសម្ព័ន្ធមិត្តរបស់អាមេរិករួចហើយហ្នឹងណាបើសិនជាប្រទេសថៃមួយទៀតប្រទេសថៃគឺជាសម្ព័ន្ធមិត្តរបស់ NATO ទៀតដែលយើងហៅថាសម្ព័ន្ធមិត្ត NATO ក្រៅប្រព័ន្ធទៀតដូច្នេះប្រទេសទាំងអស់ហ្នឹងគឺសម្ព័ន្ធមិត្តរបស់លោកខាងលិចអស់ហើយវានៅតែកម្ពុជាទេដែលកំពុងតែប្រទេសបតុងជាមួយនឹងចិនអញ្ចឹងតារាណាតែមានការលោកដៃពីអាមេរិកទៅលើកន្លែងហ្នឹងកម្ពុជានឹងខ្លាយទៅជាសមរភូមិក្តៅមួយសម្រាប់ខ្ទេចចឹងនិយាយចឹងណាឬក៏ធ្វើឲ្យមានការគេហៅថាវិបត្តិឬក៏ចលាចលនៅក្នុងតំបន់ហ្នឹងតែម្ដងដូច្នេះវិធីដែលល្អបំផុតអាមេរិកកុំលោកដៃចិនកុំលោកដៃបដូររំលំហ៊ុនសែនរបបប្រជាធិបតេយ្យទៅគ្រប់គ្រងប្រទេសហើយគណៈបក្សសង្គ្រោះជាតិឬក៏រដ្ឋាភិបាលរបស់សង្គ្រោះជាតិទៅរកលទ្ធភាពដើម្បីសម្របសម្រួលរឿងព្រំដែនឡើងវិញតាមយន្តការច្បាប់អន្តរជាតិនានាដែលយើងមានហ្នឹងទៅយើងអាចដោះស្រាយបញ្ហាកម្ពុជាដោយមិនឲ្យមានសង្គ្រាមតទៅទៀតអានោះទស្សនៈរបស់ខ្ញុំអញ្ចឹងហើយបានជាខ្ញុំមើលឃើញថាមានតែសង្គ្រោះជាតិហ្នឹងទេដែលមានគោលនយោបាយសន្តិភាពមានលទ្ធភាពនឹងនិយាយជាមួយនឹងប្រទេសថៃដើម្បីស្វែងរកដំណោះស្រាយនិរន្តរភាពមួយដែលយើងមិនអាចធ្វើជាគូចំនួនហើយខ្ញុំក៏ជឿដែរថាប្រទេសថៃគេអត់ចង់ឲ្យជីវិតរបស់កងទ័ពគេសូម្បីតែម្នាក់ទៀតក៏គេមិនចង់ឲ្យស្លាប់ដែរពីព្រោះគេរស់នៅក្នុងប្រទេសអភិវឌ្ឍគេរស់នៅក្នុងប្រទេសរីកចម្រើនគេរស់នៅក្នុងស្ថានភាពដែលគេបានសុខមកជាង100ឆ្នាំហើយដូច្នេះគេអត់មានត្រូវការទៅឈ្លានពានគេអត់មានត្រូវការទៅបង្កបញ្ហាធ្វើឲ្យកងទ័ពរបស់គេឬក៏ប្រជាពលរដ្ឋគេនឹងស្លាប់តទៅទៀតទេអានោះខ្ញុំយល់ណាហើយខ្ញុំជឿថាលទ្ធភាពនេះពួកយើងអាចធ្វើបានពួកយើងអាចទៅចរចាបានពួកយើងអាចទៅរកលទ្ធភាពដើម្បីដោះស្រាយបញ្ហាហ្នឹងអានេះខ្ញុំជឿលើកលែងទៅថាបើសិនជាបងប្អូននៅតែឲ្យអំណាចហ្នឹងទៅមេភវកគ្រប់គ្រងអំណាចដើម្បីយកពួកយើងធ្វើជាឧបករណ៍ឲ្យយើងស្លាប់ឲ្យយើងច្បាំងរាំងជល់រួចហើយទីបំផុតអំណាចនៅលើហ៊ុនសែនដដែលអានឹងខ្ញុំមិនដឹងទេក៏ប៉ុន្តែបើសិនជាបងប្អូនមានបំណងចង់បានសន្តិភាពចង់បានការអភិវឌ្ឍចង់រស់ដោយសន្តិភាពជាមួយនឹងប្រទេសជិតខាងមែនណាមានតែជួយធ្វើយ៉ាងណាឲ្យរបបក្រុងភ្នំពេញដួលរលំហើយនឹងឲ្យសង្គ្រោះជាតិនឹងមានលទ្ធភាពទៅដល់ប្រទេសអានោះទស្សនៈរបស់ខ្ញុំណាបងប្អូនជំរាបសួរបងប្អូនមានបងប្អូនខ្លះទៅចូលមកក្រោយគេប៉ុន្តែនៅឲ្យស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាមានមតិរបស់បងប្អូនថាចង់ឲ្យខ្ញុំទៅផ្សាយនៅពេលល្ងាចចុះខ្មែរយើងវិញប៉ុន្តែឥឡូវនេះប្រហែលថ្ងៃនេះខ្ញុំរវល់សិនណាដូច្នេះខ្ញុំពេលខ្លះដែលខ្ញុំតនេអញ្ចឹងទៅក៏ឆ្លៀតជួបជាមួយបងប្អូនដើម្បីឆ្លើយនឹងសំណួរបងប្អូនខ្លះបងប្អូនអាចសួរអីបានណាសួរមកថៃកាន់ទឹកដីខ្មែរមួយរយៈនេះមិនទាន់ឃើញសហគមន៍អឺរ៉ុបឬក៏សហគមន៍អន្តរជាតិលោកដៃរឿងទាំងអស់ហ្នឹងដូចខ្ញុំជម្រាបអញ្ចឹងថ្ងៃនេះណារឿងព្រំដែនគេចាត់ទុកថាវាគឺជាកូនចំណាយមួយជាកូនចំណាយមួយដែលគេដឹងច្បាស់ថាវាគ្រាន់តែជាព្រឹត្តិការណ៍ទេហើយគេដឹងច្បាស់ថាការដែលគេបង្ក្រាបគ្រប់យ៉ាងពីព្រោះលេសរបស់ប្រទេសថៃនេះណាគឺគេរួមចំណែកដើម្បីកំទេចរចនាសម្ព័ន្ធនឹងអង្គការយើងហៅស្អីមិនអង្គការចាត់តាំងនឹងគេហៅថាសេនាធិការការពារអំណាចរបស់តកូលហ៊ុនដែលបានយកកម្ពុជានឹងធ្វើជាមូលដ្ឋានភេរវកម្ម cyber scam ដែលភេរវកម្ម cyber scam ទាំងអស់ហ្នឹងឥឡូវនេះវាដល់ដំណាក់កាលមួយមិនមែនត្រឹមតែប៉ះពាល់ថាកម្ពុជាគឺជាមជ្ឈមណ្ឌលនៃ cyber scam តែប៉ុណ្ណឹងទេក៏ប៉ុន្តែប្រទេសថៃក៏កំពុងតែមានរូបភាពឬក៏កំពុងតែរកឃើញបើតាមអ្វីដែលជាព័ត៌មានដែលលោកហ៊ុនសែនបានចាប់ឈិនស៊ីឬក៏ប្រទេសថៃហៅថាស៊ិនជឿហ្នឹងឲ្យទៅស្រុកចិនហើយឈិនជឿហ្នឹងបានបកអាក្រាតអំពីបណ្ដាញអំពីប្រព័ន្ធអំពីអ្នកដែលបានទទួលផលប្រយោជន៍នៅក្នុងប្រទេសថៃ
ដែលតាក់ទិនជាមួយនឹង cyber scam ហ្នឹងណាមន្ត្រីរបស់ប្រទេសថៃដូចខ្ញុំជម្រាបបងប្អូនពីខាងដើមអញ្ចឹងណាមន្ត្រីរបស់ប្រទេសថៃតាំងពីអតីតនាយករដ្ឋមន្ត្រីតាំងពីអតីតមេបញ្ជាការប៉ូលីសតាំងអតីតឬក៏មេបញ្ជាការយោធាបច្ចុប្បន្នហើយនឹងតំណាងរាស្ត្ររបស់គណៈបកនយោបាយមួយចំនួនកំពុងតែធ្វើជាឧបករណ៍ឬក៏កំពុងតែដើរតួជាអ្នកដែលលាងលុយឲ្យហ៊ុនសែននៅក្នុងប្រទេសថៃច្រើនណាស់បើតាមទិន្នន័យគេថារហូតដល់រាប់ពាន់នាក់អញ្ចឹងទិន្នន័យមួយនេះបើសិនជានៅក្នុងប្រទេសថៃរាប់ពាន់នាក់អញ្ចឹងនៅក្នុងប្រទេសខ្មែរគឺចាប់ពីស្ដេចទៅរហូតដល់មន្ត្រីថ្នាក់ក្រោមហ្នឹងគឺមានភាគចំណែកជាមួយនឹងក្រុម cyber scam ហ្នឹងទាំងអស់ហើយដល់ខ្ញុំនិយាយថាដល់ពួកស្ដេចហ្នឹងណាបើចង់ដាញ់ដោលក៏បានពីព្រោះមានការបង្ហាញអំពីផុសតាងខ្លះៗហើយដែលតាក់ទិនជាមួយនឹងកណនីរបស់រាជវាំងកំពុងតែផ្ទេរលុយវល់ពាន់ប៊ីលៀននៅក្នុងបញ្ជីកណនីហ្នឹងដូច្នេះបើអ្នកណាចង់ដឹងរឿងហ្នឹងទៀតអាចនិយាយគ្នាទៀតតាក់ទងជាមួយនឹងលុយរបស់ហ៊ុនសែនលាងលុយរបៀបណាលុយរបស់ស្ដេចហ្នឹងចូលមកពីកន្លែងណាហើយនឹងរហូតដល់មន្ត្រីថ្នាក់យើងហៅថាថ្នាក់ក្រោមទៀតដែលការពារដែលយើងរាល់ថ្ងៃយើងឃើញជាក់ស្ដែងហ្នឹងណាឃើញពួកស្អី cyber scam ដែលរត់ចេញពីអាគារ cyber scam ដែលមានប៉ូលីសការពារដែលមានប៉ូលីសយើងហៅឃុំក្រងអីទាំងអស់ហ្នឹងណាដែលនៅក្នុងប្រទេសដទៃណាវាមិនអាចឃើញយើងឃើញពួក cyber ហ្នឹងoverly ដើរពេញផ្លូវពេញទឹកពេញដីហ្នឹងដែលឃើញមានសមត្ថកិច្ចណាធ្វើអន្តរាគមន៍ចាប់ពួក cyber scam ហ្នឹងបានម្នាក់ដែលឃើញដូច្នេះបានសេចក្តីថាប្រទេសខ្មែរទាំងមូលមន្ត្រីនិយាយមិនតែតាំងស្ដេចផែនដីហ្នឹងក៏ជាប់តាក់ទិនជាមួយនឹង cyber scam ដែរអាហ្នឹងខ្ញុំនិយាយអស់ចឹងទៅដូច្នេះរឿងទាំងអស់នេះណាគឺកម្ពុជាជាជំរុកឬក៏ជាបណ្ដុំជាមជ្ឈមណ្ឌលនៅក្នុងការបង្កើត cyber scam ប៉ុន្តែប្រទេសថៃហ្នឹងក៏មានផលប្រយោជន៍តាក់ទងនឹងរឿងហ្នឹងដែរអញ្ចឹងហើយបានជាសង្គ្រាមនេះវាកើតអញ្ចឹងហើយបញ្ហាព្រំដែននេះវាកើតគឺដោយសារគេបង្កើតព្រឹត្តិការណ៍ដើម្បីបង្វែរចំណាប់អារម្មណ៍របស់អន្តរជាតិណាបងប្អូនហ្នឹងកន្លែងហ្នឹងខ្ញុំចង់មានន័យថាឲ្យអាមេរិកកាំងលើកដៃនៅក្នុងការចាប់ខ្លួនរបស់ត្រូវហើយកន្លែងហ្នឹងត្រូវហើយហ្នឹងព្រោះថាអញ្ចឹងបានខ្ញុំមិននិយាយអីច្រើនគឺខ្ញុំចង់ត្រឹមតែប្រាប់ថាបច្ចុប្បន្ននេះបើយើងទាំងអស់គ្នានិយាយអំពីរំដោះប្រទេសនិងស្វែងរកសន្តិភាពជូនប្រទេសណាយើងដែលខ្ញុំនិយាយយើងទីនេះគឺគណៈបក្សសង្គ្រោះជាតិឬក៏អ្នកប្រជាធិបតេយ្យខ្ញុំនិយាយគណៈបក្សសង្គ្រោះជាតិទៅវាត្រូវជាងគណៈបក្សសង្គ្រោះជាតិមិនត្រូវទៅចំណាយពេលវេលាមិនមែនថាយើងមិនស្ដាយមិនមែនថាយើងមិនខលខ្លាយទេក៏ប៉ុន្តែយើងគ្មានលទ្ធភាពទៅដោះស្រាយរឿងគ្រប់យ៉ាងដែលហ៊ុនសែនបង្កទេពីព្រោះអាហ្នឹងគឺដូចជាគេហៅថាបើនៅក្នុងភាសារបស់តែខ្លឹមសារនយោបាយដែលគេតែនិយាយណាអាហ្នឹងគឺប្រៀបដូចជាឆ្កែដែលព្រុសនៅតាមដងផ្លូវយើងមិនអាចទៅបឹងមាត់ឆ្កែនៅគ្រប់សាច់រឿងឬក៏យើងមិនអាចទៅដោះបញ្ហានៅគ្រប់រឿងនោះបានតើតែយើងទៅដល់គោលដៅសិននៅទីនេះចង់និយាយថាចាបើសិនជាយើងរវល់តែទៅដោះស្រាយបញ្ហាអស់ហ្នឹងតែប្តឹង ICJ ផងតែប្តឹង ICC ផងតែដោះស្រាយរឿងព្រំដែនផងតែដោះស្រាយរឿងបំណុលឬក៏រឿងសេដ្ឋកិច្ចឬក៏រឿងផ្សេងៗវាមិនមែនជាដើមសមត្ថកិច្ចរបស់យើងអញ្ចឹងបានត្រូវឲ្យប្រសាសន៍របស់ដែលប៉ុនវឌ្ឍនាហ្នឹងថាចង់ឲ្យអាមេរិកលោកដៃក្នុងរឿងនេះវាតល់តែចាស់ឥឡូវខ្ញុំយកឧទាហរណ៍មួយមកជម្រាបបងណាថារហូតមកដល់ថ្ងៃនេះយើងដឹងថាសហរដ្ឋអាមេរិកបានដាក់មន្ត្រីជាច្រើនរបស់គណៈបព្វជិជនរបស់រដ្ឋាភិបាលហ្នឹងចូលទៅក្នុងបញ្ជីខ្មៅតាក់ទងជាមួយនឹង cyber scam អីជាដើមហើយនឹងគេហៅថារឹបអូឬក៏បង្កទ្រព្យសម្បត្តិរបស់អង្គការមួយចំនួនអីចឹងតែក៏ប៉ុន្តែបងប្អូនសង្កេតមើលមួយទៀតផងថានៅក្នុងដំណើររឿងទាំងអស់នៃបទចោទឬក៏ការស្រាវជ្រាវឬក៏មូលដ្ឋាននៃផុសតាងណាមកដល់ថ្ងៃនេះយើងអត់ទាន់ឃើញមានឯកសារណាមួយឬក៏បទចោទណាមួយតាក់ទិនដល់ហ៊ុនសែនឈ្មោះហ៊ុនសែនមួយហ្នឹងណាអត់ទាន់មានឈ្មោះនៅក្នុងបញ្ជីណាមួយទេឈ្មោះហ៊ុនម៉ាណែតមួយក៏អត់ទាន់មាននៅក្នុងបញ្ជីខ្មៅណាមួយដែរមានដែរមានហ៊ុនតូមានស្អីពួកស្អីមួយចំនួនខ្ញុំចាំឈ្មោះមិនអស់ទេពួកអ្នកសវឿនពួកអីចឹងណាដែលខ្សែស្រឡាយរបស់ហ៊ុនសែនដែរក៏ប៉ុន្តែឈ្មោះតកូលហ៊ុនខ្លួនឯងមួយណាមិនទាន់នៅក្នុងបញ្ជីហ្នឹងអញ្ចឹងបានខ្ញុំថាបើសិនជាយើងចង់ឲ្យអាមេរិកឬក៏ចង់ឲ្យប្រទេសណាមិនថាចាំបាច់តែអាមេរិកទេពីព្រោះរឿងទាំងអស់នេះមិនមែនអាមេរិកក៏ខ្លាំងក៏ប៉ុន្តែវាមិនមែនទៅដល់តែអាមេរិកទេដូចខ្ញុំមិនដឹងទៅដូចជប៉ុនក៏គេកំពុងតែខ្លាំងកូរ៉េក៏គេកំពុងតែខ្លាំងថៃខ្លួនឯងក៏កំពុងតែខ្លាំងហើយនឹងបណ្ដាប្រទេសនេះដែលជាប់ប៉ះពាល់ដូចជាចក្រភពអង់គ្លេសអីចឹងហ្នឹងទាំងអស់ហ្នឹងគឺសត្វតែខ្លាំងក៏ប៉ុន្តែយើងនេះដែលយើងហៅថាគណៈបកសង្គ្រោះជាតិដែលត្រូវរកលទ្ធភាពទៅរំដោះប្រទេសហ្នឹងត្រូវធ្វើកិច្ចការនេះឯងកិច្ចការទៅផ្លាស់ប្ដូរគឺតតែធ្វើកិច្ចការនេះឯងមិនមែនតែដោះស្រាយរឿងរៃលុយប្រមូលលុយទៅជួយជនភៀសសាក់មិនមែនទេព្រោះបើសិនតែយើងរកលុយទៅប្រមូលជួយជនភៀសសាក់ស្អែកខាងស្អែកផ្ទុះអាវុធទៀតជនភៀសសាក់មកទៀតឥឡូវហ្នឹងឯងគ្មានអ្នកណាមានលុយទៅដោះស្រាយបញ្ហាហ្នឹងសំខាន់គឺយើងទៅដោះស្រាយធ្វើយ៉ាងណាឲ្យចំប្រភពនៃបញ្ហាកុំឲ្យវាកើតឡើងទៀតអញ្ចឹងគឺទៅគំនិតរចនាសម្ព័ន្ធរដ្ឋាភិបាលភេរវករដែលគ្រប់គ្រងដោយហ៊ុនសែនហ្នឹងឲ្យបានអញ្ចឹងបានយើងបើសិនជាយើងចង់ដោះស្រាយដោយបច្ចុប្បន្នយើងឃើញអាមេរិកគេកំពុងតែមានសេចក្តីព្រាងច្បាប់មួយគេហៅ Bill 5490ហ្នឹងណាគេត្រូវអនុម័តអាហ្នឹងដើម្បីគេបង្កើតទៅជាគេហៅថា task force
យើងហៅថាស្អីអាហ្នឹងដូចជាក្រុមការងារចំពោះកិច្ចណាដើម្បីទៅកម្ចាត់រឿង cyber scam ហ្នឹងអញ្ចឹងយើងត្រូវផ្ដោតធ្វើយ៉ាងណាទាមទារឬក៏ធ្វើយុទ្ធនាការជាលក្ខណៈផ្លូវច្បាប់ណាទៅធ្វើ lobby ទាមទារឲ្យជប៉ុនស្នើសុំញត្តិរបស់រដ្ឋាភិបាលជប៉ុនជាផ្លូវការជូនចំពោះសហរដ្ឋអាមេរិកមួយមកកូរ៉េក៏ធ្វើសេចក្តីស្នើសុំមកប្រទេសអាមេរិកមួយមកថៃឥណ្ឌូនេស៊ីហ្វីលីពីនសិង្ហបុរីឬក៏ប្រទេសទាំងឡាយណាដូចប្រទេសតៃវ៉ាន់ដូចអីចឹងណាធ្វើជាញត្តិនឹងមកដើម្បីជំរុញឲ្យសហរដ្ឋអាមេរិកហ្នឹងណា pass a bill មួយនេះដែលអនុម័តលើសេចក្តីព្រាងច្បាប់មួយនេះដើម្បីបង្កើតទៅជាក្រុម task force មួយអនុវត្តទៅបង្ក្រាបហើយបកកនៅក្នុងប្រទេសកម្ពុជាហើយឲ្យដាក់បាត់ចោលទៅលើរបបហ៊ុនសែនឬក៏លោកហ៊ុនសែនហ្នឹងឲ្យមានជាប់តាក់ទិនជាមួយនឹងការគ្រប់គ្រងឬក៏អនុញ្ញាតឲ្យមាន cyber scam នៅក្នុងប្រទេសកម្ពុជាឬក៏បានយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលប្រតិបត្តិការ cyber scam ដែលយើងចោទផ្អែកទៅលើមូលដ្ឋានទាំងដូចជា Nagavel ដូចជាមណ្ឌលច្រើនណាស់ខ្ញុំរាប់វាមិនអស់ទេនៅក្នុងកំពង់សោមក៏មិនដឹងជាប្រមាណមណ្ឌលនៅប៉ោយប៉ែតនៅខាងថ្មបាំងចង់និយាយថាថ្មដាហើយនៅខាងឧត្តរមានជ័យខាងរតនខាងវិញហើយខាងដតីទៀតនិយាយខ្លីទៅគឺគ្រប់កន្លែងទាំងអស់ហ្នឹងគឺជាផុសតាងដែលយើងអាចដាក់បទចោទទៅលើការអនុញ្ញាតឬក៏ការខុបខិតរបស់មន្ត្រីរដ្ឋាភិបាលក្នុងការផ្ដល់លទ្ធភាពឲ្យពួក cyber scam ហ្នឹងប្រតិបត្តិការនៅក្នុងកម្ពុជាអាហ្នឹងបានយើងអាចទៅធ្វើសកម្មភាពចាប់ហ៊ុនសែនបានប៉ុន្តែមកដល់ថ្ងៃនេះអញ្ចឹងបានខ្ញុំឆ្លើយទៅជាមួយនឹងពលរដ្ឋណាថាបើវាមិនទាន់មានទាំងឈ្មោះនៅក្នុងបញ្ជីខ្មៅឬក៏ជាជនសង្ស័យផងយើងទៅចាប់មិនអញ្ចឹងហើយបានថាយើងនេះសង្គ្រោះជាតិត្រូវធ្វើអកិច្ចការហ្នឹងដើម្បីឲ្យអន្តរជាតិហ្នឹងគេចាប់ផ្ដើមពីឥឡូវនេះទៅហើយកុំឲ្យចាំដល់ស្អែកណាអញ្ចឹងកាត់ទៅចិនស៊ីហើយតាណាអាមេរិកចាប់កាត់ទៅមួយជីវិតទៅយ៉ាងម៉េចណាចិនកាត់ទៅចិនស៊ីហើយតើអាមេរិកអាចប៉ះជាមួយនឹងចិនរឿងទាំងអស់នេះខ្ញុំមិនទាន់ដឹងថាវាត្រូវប៉ះរបៀបណាទេក៏ប៉ុន្តែបើសិនជានៅក្នុងលក្ខខណ្ឌអាមេរិកជាអ្នកចោទណាបើចិនកាត់ទៅហើយហ្នឹងក៏គេមិនទាន់ធ្វើ agency ដែរអាមេរិកអាចទាមទារឬក៏អាចសុំយកអាដេញព័ត៌មានឬក៏យកអាពិសារភាពរបស់ចិនស៊ីបានកម្រិតណាដែលគេត្រូវការដើម្បីបំភ្លឺសម្រាប់តុលាការគេឬក៏ចំណាត់ការរបស់គេដែលគេបានចោទហ្នឹងណាប៉ុន្តែបើសិនជាចំណោទឬក៏បទសារភាពរបស់លោកចិនស៊ីហ្នឹងមិនទាន់គ្រប់គ្រាន់ឬក៏មិនទាន់អស់នៅអ្វីដែលជាគេហៅថាការសង្ស័យរបស់អាមេរិកគេអាចសុំរក្សាឲ្យចិនស៊ីដើម្បីមកធ្វើការស៊ើបអង្កេតឬក៏ដេញដោលនៅតាមប្រព័ន្ធតុលាការរបស់គេបានទៀតហ្នឹងណាដូច្នេះគេមិនទៅទាន់សម្រាប់ចិនស៊ីទេមិនមែនកាត់ទោសប្រហារជីវិតឲ្យសម្រាប់ចោលទេបើសិនជាធ្វើរបៀបហ្នឹងដោយមិនទាន់ឆ្លងផុតពីប្រព័ន្ធច្បាប់របស់សហរដ្ឋអាមេរិកហ្នឹងណាដោយសារចិនស៊ីមានជាប់ពាក់ព័ន្ធដែរណាអាហ្នឹងគេអាចចោទប្រកាន់ថាវាគឺជាការបំបត្តិផុសតាងរបស់គេហ្នឹងជាប់ជាមួយនឹងចិនមានបញ្ហាទៀតរឿងហ្នឹងណាMCខ្ញុំគិតថាអញ្ចឹងដូច្នេះរឿងទាំងអស់នេះវាជាប់តាក់ទិនគ្នាអញ្ចឹងប៉ុន្តែអ្វីដែលយើងដឹងតាមរបាយការណ៍ដែលខ្ញុំបានដឹងពីប្រទេសថៃទេថាចិនស៊ីបានសារភាពទាំងអស់បុគ្គលទាំងអស់ដែលជាប់ពាក់ព័ន្ធជាមួយនឹងលុយរបស់គាត់ណាដែលមានឈ្មោះលោកហ៊ុនសែនហើយមានឈ្មោះហ៊ុនម៉ាណែតហើយមានឈ្មោះសសុខានិងមានឈ្មោះអ្នកដតីទៀតនៅក្នុងរដ្ឋាភិបាលកម្ពុជាហើយដូច្នេះរឿងទាំងអស់ហ្នឹងគ្រាន់តែថាតើវាគ្រប់គ្រាន់វាឆ្លើយតបជាមួយនឹងអ្វីដែលជាពីព្រោះអាមេរិកគេត្រូវការចិនស៊ីអញ្ចឹងហើយគេអាចសួរដេញដោលច្រើនទៀតអញ្ចឹងគេចង់ដឹងថាតើចិនស៊ីហ្នឹងឆ្លើយចម្លើយទាំងអស់ហ្នឹងស្របឬក៏ពេញលក្ខខណ្ឌដែលច្បាប់អាមេរិកហ្នឹងគេត្រូវការហើយឬនៅហើយបើសិនជាមិនទាន់ពេញទេអាមេរិកមានសិទ្ធិស្នើសុំដើម្បីឲ្យធ្វើឬក៏យើងហៅថាបើកការស៊ើបអង្កេតបន្ថែមទៀតដែលមិនទាន់ឲ្យប៉ះចិនស៊ីទេពីព្រោះអាមេរិកតែរកឲ្យឃើញអំពីអ្នកដែលនៅពីក្រោយខ្នងហើយនឹងអ្វីគ្រប់យ៉ាងដែលចិនស៊ីបានរៀបចំសម្រាប់បំផ្លាញពិភពលោកនេះដូច្នេះរឿងទាំងអស់ហ្នឹងដូចខ្ញុំជម្រាបមិញអញ្ចឹងណាមិនមែនចិនថាបានដេញដោលបានចោទសួរបានយកចម្លើយអស់ហើយកាត់ទៅប្រហារជីវិតហើយចាប់តែនឹងវាអត់បានទេពីព្រោះវាតាក់ទិនជាមួយនឹងគេហៅថាជួយបំបត្តិផុសតាងឬក៏បំបត្តិសម្រាប់បំបត្តិផុសតាងអញ្ចឹងណាអានឹងខ្ញុំគិតថាអញ្ចឹងហ្នឹងឥឡូវខ្ញុំមើលបងប្អូនបដាតែពីព្រោះខ្ញុំមិញប្រធានបទរបស់ខ្ញុំចង់ថាចង់ឲ្យបងប្អូនដែលនៅក្នុងជួរគណៈបកនយោបាយមួយចំនួនហ្នឹងធ្វើរបៀបណាមិនទាន់បានទៅចូលអាប្រធានបទហ្នឹងផងក៏មានសំណួរមកក៏ទៅតាមសំណួររបស់បងប្អូនចឹងទៅប៉ុន្តែគាត់ថាមិនអីបងប្អូនណាគាត់ថាមិនអីតែខ្ញុំនិយាយនឹងបើទោះជាយ៉ាងណាក៏វានៅក្នុងតែលក្ខខណ្ឌដែលចង់បំភ្លឺតាក់ទងជាមួយនឹងបញ្ហាទាំងឡាយដែលរឿងទាំងអស់ហ្នឹងគឺហ៊ុនសែនជាអ្នកបង្កើតមានមតិមួយហ្នឹងមិនសំណួរទេមិនមតិបើខ្មែរឈប់ចូលលន់ណាខ្ញុំគិតថាម៉ែនឹងអាចខ្មែរយើងនៅកន្លែងហ្នឹងណាបងប្អូនខ្មែរយើងណាកន្លែងលុបលន់ណាកន្លែងចូលណាកន្លែងគេហៅស្អីកន្លែងស្អីហ្នឹងអំនួតនឹងមោទនភាពណាខ្ញុំមើលរឿងមួយមិញខ្ញុំមើលរឿងអាហ្នឹងរឿងគេហៅថាសង្គមជាតិគេនិយាយពីរឿងខ្លាកាចាស់មួយណាហ្នឹងហើយក្រោយដំបូងគឺឧស្សាហ៍ព្យាយាមគៀងគោប្រមូលអីគេប្រមូលស្អីពួកអ្នកហាយហមណាប្រមូលពួកហាយហមហ្នឹងណាហ្នឹងប្រមូលមកនៅក្បែរខ្លួនច្រើនណាដោយសារខ្លួនឯងហ្នឹងមានសមត្ថភាព
ដល់ពេលដែលប្រមូលគេបានច្រើនមកវាមានគេហៅថាអំណោយឬក៏យើងហៅថាសួយសាកហ្នឹងណាពួកសត្វទាំងឡាយហ្នឹងបានស្អីមកក៏យកមកឲ្យអាខ្លាហ្នឹងស៊ីដែររកមកដាក់មកបញ្ចូលមកបញ្ចាញនេះដោយសង្គមខ្មែរយើងបច្ចុប្បន្នហ្នឹងយូរទៅអាហ្នឹងគិតថាកូនឬក៏គេហៅថាបរិវារទាំងអស់ហ្នឹងបរិវារសត្វទាំងអស់ហ្នឹងណាគឺជាឧបករណ៍របស់ខ្លួនទៅចង់បានស្អីក៏បានដល់ពេលឡើយទៅសបោឡើយទៅសបាយឡើយទៅមោទនភាពនិងអំណួតនៅកន្លែងហ្នឹងណាផ្លេចមើលអាកិច្ចការទាំងឡាយនៅជុំវិញខ្លួនហ្នឹងណាពួកសត្វតូចហ្នឹងណាវាមានផែនការពីព្រោះវាមិនអាចនៅតែបំរើនៅតែកំដររឿងស្ដេចខ្លានៅក្នុងកូនព្រៃមួយមិនខ្ញុំនិយាយហ្នឹងប៉ុន្តែវាស្តៀងគ្នាខ្ញុំចង់និយាយតែស្តៀងជាមួយនឹងមតិរបស់លោកសកលខៀវអញ្ចឹងណាខ្ញុំមើលតែឃើញស្តៀងគ្នាបាទអាមេរិកចាប់ខ្លួនហ៊ុនសែនមែនតើខ្មែរបានសុខទេអូសំណួរហ្នឹងធំខ្ញុំថាអាមេរិកនឹងមិនងាយចាប់ខ្លួនទេសម្រាប់តែអ្នកខ្ញុំណាតារាណាគេមិនទាន់ពង្រឹងថាអ្នកណាត្រូវតែជំនួសឬក៏ត្រូវតែគ្រប់គ្រងប្រទេសកុំភ្លេចថារឿងទាំងអស់នេះរឿងចាប់ឬក៏មិនចាប់ហ្នឹងក៏មិនមែនជារឿងស្រួលក៏ប៉ុន្តែក៏វាមិនមែនជារឿងពិបាកដែរប៉ុន្តែរឿងមួយដែលខ្ញុំនិយាយថាបើអាមេរិករកកំហុសរបស់ហ៊ុនសែនអត់ទាន់ឃើញឬក៏ហ៊ុនសែនមិនទាន់មានទោសឬក៏មានកំហុសណាមួយដែលគេត្រូវចាប់មកប្រន្ទាទោសឬក៏មកសវនកម្មអីទាំងឡាយហ្នឹងណាក៏វាមិនទាន់ទៅដល់កន្លែងហ្នឹងដែរក៏ប៉ុន្តែអ្វីដែលវានៅស្ទាក់ស្ទើរឬក៏វារារាំងកន្លែងនេះច្រើនសម្រាប់ខ្ញុំជាទស្សនៈរបស់ខ្ញុំណាដូចខ្ញុំបាននិយាយម្ដងហើយថាកន្លងមកថៃមិនមែនវាយត្រឹមតែអូបជនថៃមិនមែនវាយត្រឹមតែធម្មតាថៃមិនមែនវាយតែប៉ុណ្្នឹងទេតាមខ្ញុំហ្នឹងណាថៃវាយទៅដល់ទួលកសាងវាយទៅដល់ខ្ទេចខ្ទីអស់ក្រុងវិញមិនមែនខ្ទេចតែតែសម្បាយណាគឺខ្ទេចពួកមេដែលគ្រប់គ្រងរបបហ្នឹងក៏ប៉ុន្តែនៅពេលដែលកំពុងតែរៀបចំផែនការហ្នឹងដើម្បីដើរទៅឲ្យដល់ទិសដៅមួយដែលជាផែនការដើមរបស់អាមេរិកហ្នឹងឯងបើតាំងខ្ញុំដឹងណាគឺព្រោះរំលំរបបហ្នឹងហើយអ្វីដែលវាខ្វះខាតអញ្ចឹងបងប្អូនប្រហែលជានិយាយទៅស្ដាយដូចខ្ញុំដែរពួកខ្ញុំធ្លាប់ស្ដាយពីបេសាកន្លែងហ្នឹងណានៅពេលដែលគេកំពុងតែរៀបចំដើម្បីផ្ដួលលើបល្ល័ង្កហ្នឹងឲ្យអ្នកប្រជាធិបតេយ្យណាអ្នកប្រជាធិបតេយ្យយកភ្លើងទៅដុតជំរំខ្លួនឯងនឹងចោលដុតអាក្តោងដែលគេកំពុងតែជួយពន្លឿនទូយើងនឹងចោលបំផ្លាញសម្ព័ន្ធមិត្តរវាងខ្មែរនិងថៃជាពិសេសរវាងអ្នកប្រជាធិបតេយ្យនិងថៃហ្នឹងណាយើងនៅមិននៅអត់មានស្អីធ្វើហើយមិនដឹងជិះបានស្អីយកតែសំអាងស្អីទេនាំគ្នារៀបចំ petition ទៅប្តឹងថៃទៅ ICJ ទៅប្តឹងថៃទៅ ICC នេះពួកយើងនេះហើយមកដល់ថ្ងៃនេះថាចោលអញ្ចឹងហើយអត់មានឃើញបានស្អីផងណាគឺយើងថៃគេកំពុងតែរៀបចំផែនការដើម្បីឲ្យយើងនឹងចូលទៅដើម្បីព្រោះរំលងរបបហ៊ុនសែនហើយយើងគ្រប់គ្រងប្រទេសទៅគេជួយយើងបានតែហ្នឹងហើយយើងចាប់ផ្ដើមមកចរចាពីរឿងព្រំដែនរឿងអីទៅប៉ុន្តែយើងមិនព្រមដើរទៅតាមផ្លូវហ្នឹងអាគេកំពុងតែវាយហ៊ុនសែនកំពុងតែលៀនដាតហើយហ្នឹងណាយើងនាំគ្នាទៅប្តឹងថៃយើងនាំគ្នាទៅជួយជេរថៃចោលឆ្លៀនពៀនអីណាពេញតែពេញដែរអញ្ចឹងថៃគេងាកក្រោយមកវិញគេថាយើងនឹងគេថាម៉េចគេថាយើងបើភាសាថៃណាហេហ្នឹងគឺអាសត្វមួយយ៉ាងដែលយើងហៅថាសត្វតកួតហើយហេលិនសំឆែកដែលខ្ញុំតែនិយាយលើកមុនអញ្ចឹងគេថាយើងនឹងនិយាយអត់ប្រកបហើយយើងនឹងត្រឡប់ទៅលិនប្រៀបដូចជាសត្វតកួតអណ្ដាតពីរអញ្ចឹងអាហ្នឹងគេប្រាប់យើងអញ្ចឹងគេនិយាយមកអញ្ចឹងគេមិនមែនមកប្រាប់អ្នកណាទេក៏ប៉ុន្តែនៅក្នុងទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងគេហ្នឹងក៏វាស៊ីជំរិតខ្លះដែរក៏ប៉ុន្តែនៅពេលដែលយើងមិនបានដើរទៅតាមអ្វីដែលជាផែនការរបស់គេមិនអាចទៅព្រួលរំលំរបបមួយដោយគ្មានអ្នកទទួលខុសត្រូវដូចក្នុងករណីអ៊ីរ៉ង់ទេបើគេព្រួលរំលំដូចនៅវេណេស៊ុយឡាបានណាគេធ្វើហើយក៏ប៉ុន្តែនៅអ៊ីរ៉ង់នេះវាអត់មានអ្នកណាដែលជាចំហដើម្បីទៅទទួលលទ្ធផលដែលគេកំតិចហ្នឹងអញ្ចឹងកម្ពុជាយើងគឺវានៅក្នុងលក្ខខណ្ឌហ្នឹងរឿងអីដែលគេបំរុងនឹងឲ្យយើងហើយប៉ុន្តែយើងមិនមែនត្រឹមតែមិនទៅទទួលអំណោយដែលគេរៀបចំឲ្យយើងទៅជាបំផ្លាញអសម្ព័ន្ធមិត្តរបស់យើងខ្ញុំភ័យហ្នឹងណាខ្ញុំភ័យខ្លាចកម្មករពលករយើងនៅក្នុងប្រទេសថៃហ្នឹងគេបដិញ្ញចេញទៅស្រុកខ្មែរហ្នឹងវេទនាមកភ័យខ្លាចអត់មានទីជម្រកសម្រាប់ឲ្យសកម្មជននយោបាយយើងជ្រកខ្ញុំបារម្ភមែនទេប៉ុន្តែចិត្តខំព្យាយាមរកលទ្ធភាពចរចាតែទោះយ៉ាងណាក៏ដោយរឿងទាំងអស់ហ្នឹងខ្ញុំនិយាយទៅវានាំមកស្ដាយតែមិនទាន់ហួសពេលទេណាមិនទាន់ហួសពេលទេតែរឿងថាឲ្យគេចាប់ដោយ Maduro ដោយចាប់អីហ្នឹងមិនងាយទេបើយើងខ្លួនឯងនេះមិនទាន់មានកម្លាំងសម្រាប់រៀបចំអំណាចឬក៏រៀបចំអាការងារដែលត្រូវទទួលខុសត្រូវនឹងផងហ្នឹងរវល់តែមកគិតតែប្រឹងថៃគិតតែថៃឆ្លៀនពៀនគិតតែស្អីអត់ខ្ញុំចាំរឿងមួយតែជាបងប្អូនចាំនៅក្នុងសម័យដែលកាលសង្គ្រាមហូជីមិញណាសង្គ្រាមកម្ពុជាដែលគេដណ្ដើមយកកម្ពុជាក្រោមគឺគេប្រើដែនដីខ្មែរនេះណាគេប្រើទឹកដីខ្មែរនេះដើម្បីធ្វើជាជំរកធ្វើជាមធ្យោបាយធ្វើជាស្ពានដើម្បីទៅវាយកំទេចហាណូយកាលសម័យហ្នឹងណាយើងចង់ប្រើយុទ្ធសាស្ត្រនយោបាយរបៀបគ្នាក៏ប៉ុន្តែទីបំផុតមិនដឹងជាអ្មេចអាគេកំពុងតែរៀបចំឲ្យយើងប៉ុន្តែយើងមិនព្រមតែមិនទទួលឲ្យយើងទៅបំផ្លាញអាស្ពានដែលគេរៀបចំឲ្យយើងនឹងទៀតអាហ្នឹងខ្ញុំអត់យល់ទេណាកន្លែងហ្នឹងខ្ញុំអត់យល់ទេប៉ុន្តែខ្ញុំនិយាយកន្លែងនេះគឺដើម្បីបញ្ញាក់អ្នកមួយចំនួនដែលមានឱកាសលួចស្ដាប់ខ្ញុំហើយនឹងមានលទ្ធភាពយកវាទៅកាត់ភាសាមួយនេះ
ប្រាប់ទៅថានេះកន្លែងហ្នឹងគឺថ្ងៃដាក់ខុសអំពីបន្ទាត់នយោបាយបើសិនតែគេមិនចោទថាអ្នកឯងកំពុងតែសុំកលុំជាមួយហ៊ុនសែនអាហ្នឹងខ្ញុំក៏មិនដឹងថាមិនដែរតែប៉ុន្តែខ្ញុំនិយាយអញ្ចឹងដើម្បីរំលឹកឲ្យកុំឲ្យដើរទៅផ្លូវហ្នឹងទេហើយមានផ្លូវមួយទៀតដែលយើងកំពុងដើរនៅនេះតែបងយល់ថារះនៅក្នុងស្រុកអាចចូលរួមដើម្បីបះបោរដោយប្រទេសដទៃបានទេបានអាចធ្វើបានក៏ប៉ុន្តែវិធីខ្ញុំអត់និយាយនៅទីនេះទេវិធីមានខ្ញុំអត់និយាយនៅលើបណ្ដាញទេអាហ្នឹងគឺពួកការងារហ្នឹងខុសជ្រួយប៉ះពាល់អញ្ចឹងខ្ញុំថាមានហើយវិធីល្អជាងទៀតហ្នឹងចូលដងឈ្មោះលេងហ្នឹងហើយវិធីថាម៉េចរវល់ធ្វើការមិនបានស្ដាប់អត់អីទេចាំដល់ពេលយប់ចាំបាច់ស្ដាប់ឡើងវិញទៅព្រោះខ្ញុំឡាយហើយវានៅលើហ្នឹងអរគុណច្រើនលោកវិធីខ្ញុំមើលតើសង្គ្រោះជាតិហ្នឹងកាន់អំណាចកើតទេកាន់អំណាចតើនៅតែបន្តបើខ្ញុំទស្សនៈរបស់ខ្ញុំបើសិនជាសង្គ្រោះជាតិកាន់អំណាចលើកលែងតែខ្ញុំមិនមានឱកាសក្នុងការចូលរួមក្នុងជីវភាពនយោបាយហ្នឹងបានយើងមានបញ្ហាដោយហ៊ុនសែនក៏ប៉ុន្តែបើសិនជាខ្ញុំមានឱកាសខ្ញុំមិនមែនថាខ្ញុំមានអធិបុលអីទេក៏ប៉ុន្តែយើងមានកម្រិតយើងមានមធ្យោបាយយើងមានក្រុមការងារដែលអាចជួយធ្វើយ៉ាងណាឲ្យកម្ពុជាយើងជាមួយនឹងថៃហ្នឹងវិលមករកភាពប្រកបដីឡើងវិញយើងនឹងក្លាយទៅជាមិត្តភាពរស់នៅជាលក្ខណៈជាបងប្អូនឡើងវិញហើយយើងនឹងធ្វើជារបងការពារទឹកដីយើងទាំងសងខាងយើងក៏ជារបងល្អរបស់ប្រទេសថៃហើយថៃក៏ជារបងល្អរបស់ប្រទេសយើងដែរយើងមិនបាច់ចាំបាច់ទៅសង់មង្គលសេម៉ងដាក់បលាលួយទេយើងនឹងរកវិធីហ្នឹងប៉ុន្តែអ្នកដទៃទៀតមិនដឹងណាប៉ុន្តែក្រុមការងារនិងអ្នកដែលមានបច្ចេកទេសនៅក្នុងកិច្ចការគេហៅថាទំនាក់ទំនងរវាងប្រទេសទាំងពីរនេះណាខ្ញុំជឿថាយើងអាចធ្វើបានហើយម្យ៉ាងទៀតមិត្តរួមការងាររបស់យើងនឹងមានទស្សនៈដូចអ្វីដែលខ្ញុំនិយាយច្រើនណាប៉ុន្តែបច្ចុប្បន្ននេះគ្រាន់តែថាយើងមិនបានយកអានឹងមកធ្វើជាមូលដ្ឋានក្នុងការដើរទៅផ្លូវនឹងតែប៉ុណ្្នឹងទេអញ្ចឹងណាបងប្អូនដូច្នេះសម្រាប់រឿងសង្គមជាតិកាន់អំណាចជាមួយនឹងប្រទេសថៃនឹងខ្លាយទៅជាមិត្តភាពដែលយើងមិនជំរុញឬក៏មិនមានការញុះញង់ដោយរាល់ថ្ងៃទេណាគេញុះញង់ឲ្យខ្មែរយើងហ្នឹងចោទថៃថាជាចោរឈ្លានពានដែលរឿងទាំងអស់ហ្នឹងណាថៃគឺជាជនរងគ្រោះហើយបងប្អូនមើលឲ្យស៊ីជម្រៅទៅវាគឺជាល្បិចនយោបាយរបស់យួនទាំងស្រុងក្នុងការបង្កើតព្រឹត្តិការណ៍មួយនេះបំរើផលប្រយោជន៍នយោបាយរបស់យួនដែលខ្ញុំនិយាយថាពហិការផលិតផលថៃវាត្រូវតែប្រើផលិតផលយួនពហិការឬក៏ចំនួនជាមួយថៃវាត្រូវតែពឹងដង្ហើមដករបស់យួនបិទច្រកព្រំដែនថៃវាត្រូវតែបើកច្រកព្រំដែនយួនដូច្នេះរឿងអត់អាចថាយួនមិនឈ្លានពានមិនជ្រៀតរឿងទេដូច្នេះរឿងទាំងអស់នេះគឺរឿងគេធ្វើដូចខ្ញុំនិយាយហើយហ្នឹងណាគេមិនបាញ់ព្រួយមួយបានសត្វពីរទេខ្ញុំរាប់ថ្ងៃមុនគេបាញ់ព្រួយមួយបានសត្វ7 8គេបានទាំងបង្កើតសត្រូវថ្មីឲ្យខ្មែរគេបានទាំងទឹកដីដែលយើងមិនបានតែខ្វល់ខ្វាយរឿងដែលគេគ្រប់គ្រងប្រទេសកម្ពុជាហើយក៏ប៉ុន្តែយើងមកខ្វល់ខ្វាយអាដីប្រមាណម៉ែត្រនៅនឹងបណ្ដោយព្រំដែនខាងលិចនេះហើយគេឲ្យយើងរវល់តែខ្វល់ខ្វាយពីរឿងចំនួនជាមួយថៃគេបិទសេដ្ឋកិច្ចប៉ុន្តែបង្កើនសេដ្ឋកិច្ចយួនគេកំពុងតែឲ្យយើងមានដំណោះជាមួយថៃក៏ប៉ុន្តែគេកំពុងតែលើកស្ទួយស្នាដៃការពារជាតិស្នេហាជាតិវរៈជនរបស់ពួកតកូលបម្រើយួនអីចឹងជាដើមឡើងអាហ្នឹងគឺរឿងវានៅកន្លែងហ្នឹងណាបងប្អូនឥឡូវខ្ញុំមើលតទៀតហ្នឹងហើយបងប្អូនឃើញពួកក្រុម Cyber Game ហ្នឹងវាដើរពេញប្រទេសខ្មែរពេញទឹកពេញដីពេញផ្លូវទាំងអស់ហើយដែលឃើញមន្ត្រីណាម្នាក់បានចាប់ឬក៏ដេញដោលឬក៏ចាប់ពួកជនអន្តោប្រវេសន៍ដែលអាណាធិបតេយ្យពេញស្រុកខ្មែរហ្នឹងយកមកសួរនាំមកចាត់វិធានការផ្លូវច្បាប់មានអ្នកណាឮកន្លែងណាចាប់បានម្នាក់មកប្រទេសកម្ពុជាដែលតាំងពីនៅខាងព្រំដែនខាងត្បូងព្រំដែនខាងកើតខាងលិចនិយាយទៅគឺពេញទឹកពេញដីហើយមានអ្នកណាម្នាក់បានឮថាមានសមត្ថកិច្ចណាបានចាប់ពួកជនអន្តោប្រវេសន៍នឹងយកមកផ្ដន់ទោសឬក៏យកមកដេញដោលពីរឿងស្អីផ្សេងៗមានទេអត់មានទេមានតែប៉ូលីសរកឡានរកយានជំនិះរកមធ្យោបាយហ្នឹងដើម្បីជួយចល័តឬក៏ជួយបញ្ចេញឲ្យពួកទាំងអស់ហ្នឹងរត់ចូលទៅទីទួលសុវត្ថិភាពនៅកន្លែងផ្សេងៗបានពេញតែពេញដីដូច្នេះហើយបានជាខ្ញុំនិយាយថានៅក្នុងស្រុកខ្មែរយើងពួកក្រុមភេរវករមានតាំងពីកម្រិតស្ដេចរហូតដល់មន្ត្រីថ្នាក់មូលដ្ឋានចឹងណាអាហ្នឹងគឺជាការពិតដែលកំពុងតែកើតឡើងនៅក្នុងប្រទេសកម្ពុជាអញ្ចឹងបើសិនជាបងប្អូនយើងនៅតែវង្វេងលងជាមួយនឹងអព្រឹត្តិការណ៍របស់ហ៊ុនសែនបង្កើតនេះគឺប្រទេសយើងបងប្អូនថាអាចមានរឿងសង្គ្រាមលើកទី3ដែរខ្ញុំថាលើកទី4ទី5ឯទៀតទៅពីព្រោះហ៊ុនសែនគេកំពុងតែចាប់ផ្ដើមរៀបចំច្បាប់មួយទៀតពីរឿងកាតព្វកិច្ចយោធាហើយកាតព្វកិច្ចយោធាហ្នឹងមិនមែនត្រឹមតែឲ្យកងទ័ពយើងបានទៅធ្វើសង្គ្រាមដើម្បីច្បាំងគ្នាទេគឺជាផែនការបន្តយុទ្ធសាស្ត្រសម្រាប់រង្គាលដើម្បីឲ្យខ្មែរយើងធ្លាក់ចូលទៅក្នុងរណ្ដៅនៃភ្លើងសង្គ្រាមអត់ឈប់គឺយើងនឹងរស់នៅក្នុងកម្រិតនេះភ័យព្រួយរហូតដល់យើងម្នាក់ចាស់ស្លាប់រៀងខ្លួនហើយនិគមជនរបស់យួននឹងចូលមកកាន់កាប់ទឹកដីខ្មែរយើងជាបន្តទៅហើយរឿងព្រំដែនហ្នឹងគឺនៅតែចំនួនអញ្ចឹងអាអ្នកចូលពីកាន់កាប់ពីខាងហ្នឹងចេះតែចូលបន្តមកនឹងរឿងរបស់វាគឺប៉ុណ្ណឹងណាបងប្អូនមានសំណួរអីទៀតទេ
ចំណេញអីគេចំណេញលើគោកហ្នឹងពួកយួនហ្នឹងគេចំណេញលើគោកហ្នឹងគេធ្វើតែប៉ុណ្្នឹងមកគេចំណេញលើគោកបងប្អូនឃើញបន្លែបង្ការស្អីចំណីអាហារអីទាំងអស់គឺមកពីយួនទាំងអស់អញ្ចឹងណារឿងគឺនៅកន្លែងហ្នឹងឯងអញ្ចឹងបាទខ្ញុំនិយាយអំពីសម័យខ្ញុំឆ្លៀតនិយាយអំពីរឿងអាណានិគមសម័យខ្ញុំឆ្លៀតបង្ហើបអំពីរឿងដោយអំបញ្ញខ្ញុំនិយាយពីរឿងថាធ្វើឲ្យយើងរវល់ទៅឆ្លោះគ្នាដីប្រហែលម៉ែត្រមិនដឹងជាប្រហែលម៉ែត្រហ្នឹងគេយកមែនឬក៏មិនយកមែនដូចខ្ញុំនិយាយថាក្នុងពេលមួយបើសិនជាយើងមានលទ្ធភាពដោះស្រាយអាដែនដីនឹងវាអត់បាត់តាណាទេក៏ប៉ុន្តែបើសិនជានៅតែរបបហ៊ុនសែនណាដែនដីប្រហែលហ្នឹងថៃគេនឹងយកជាខ្ញុំថ្លៃហើយយើងរវល់តែអាខលអាដីប្រហែលគីឡូហ្នឹងឯងឬក៏ប្រហែល100ម៉ែត្រហ្នឹងឯងកន្លែងខ្លះហ្នឹងមិនដល់1គីឡូផងយើងរវល់តែឆ្លោះកន្លែងហ្នឹងបង្កឲ្យកងទ័ពយើងងាប់បន្តដល់ចំនួនហ្នឹងរ៉ាំរ៉ៃនៅហ្នឹងក៏ប៉ុន្តែអាដីដែលគេចូលមកកាន់កាប់នៅក្នុងប្រទេសខ្មែរយើងទាំងដីសម្បត្តិទាំងដីកាន់កាប់ស្របច្បាប់តែខ្ញុំហៅថាស្របច្បាប់ពីព្រោះច្បាប់ហ្នឹងគេបានកែតម្រូវឲ្យទៅជាគេហៅថាអ្នកឬក៏ជនបរទេសអាចមានសិទ្ធិគ្រប់គ្រងអចលនទ្រព្យនៅលើទឹកដីយើងណាអាហ្នឹងខ្ញុំហៅថាស្របច្បាប់ក៏ប៉ុន្តែតាមការពិតវាមិនស្របច្បាប់ទេវាស្របច្បាប់របស់ហ៊ុនសែនអញ្ចឹងណាដូច្នេះយើងរវល់តែរឿងហ្នឹងរវល់រឿងនេះបន្តិចទៀតណាយើងនឹងឆ្លោះអារឿងព្រំដែននេះរ៉ាំរ៉ៃផ្ទុះអាវុធមួយពីររ៉ាំរ៉ៃផ្ទុះអាវុធមួយពីរមួយឆ្នាំតែមួយឆ្នាំយួនចូលរាល់ថ្ងៃយួនចូលរាល់ថ្ងៃសេដ្ឋកិច្ចយើងចិញ្ចឹមយួនរាល់ថ្ងៃនយោបាយយើងបំរើផលប្រយោជន៍យួនរាល់ថ្ងៃកងទ័ពយួនឬក៏ប្រជាជនយួនមកកាន់កាប់ទឹកដីខ្មែរហ្នឹងទទួលបន្ទុកឬក៏យើងហៅស្អីទទួលអាដីសម្បត្តិនៅតាមតំបន់នានាតាំងពីស្អីតាំងពីអូរ៉ាល់តាំងពីនៅខាងពោធិ៍សាត់តាំងពីខាងបាត់ដំបងរហូតមកដល់ជើងភ្នំតារាគឺគេនឹងធ្វើកិច្ចការហ្នឹងដោយលឿនបំផុតនៅក្នុងពេលដែលយើងកំពុងតែមានចំនួនប្រព័ន្ធនេះអញ្ចឹងណាបងប្អូនមានរឿងហ្នឹងហើយរឿង GNC បានសញ្ជាតិខុសច្បាប់បើសញ្ជាតិខុសច្បាប់ហ្នឹងវាខុសទាំងស្ដេចទាំងអីណាឬខុសទាំងអស់ហ្នឹងអញ្ចឹងថាវារឿងទាំងអស់ហ្នឹងវាគ្រាន់តែជាលេសបាទជាលេសរបស់គេទេអញ្ចឹងថាប្រទេសនេះគ្មានស្អីទេបងប្អូនថាប្រទេសហ្នឹងមានច្បាប់ប្រទេសនេះមានរដ្ឋអំណាចមិនមែនទេប្រទេសនេះគឺគ្រប់គ្រងដោយចៅតកូលហ៊ុនតែប៉ុណ្្នឹងឯងបងប្អូនកុំអ្នកណាមកសម្អាតថាអូបរិយាកាសប្រជាធិបតេយ្យយើងតែបោះឆ្នោតយើងមានរដ្ឋាភិបាលអត់ទេបងប្អូនប្រទេសនេះគ្រប់គ្រងដោយចៅតាំងពីថ្ងៃដែលគេរំលែកសង្គ្រោះជាតិមកហ្នឹងគឺចៅគ្រប់គ្រងអំណាចហើយតែនិយាយតែប៉ុណ្្នឹងឯងបងប្អូនព្រោះនិយាយលើពីហ្នឹងទៀតក៏វាមិនដឹងថាយកស្អីមកប្រៀបធៀបពីព្រោះអំណាចនៅលើតែមាត់របស់ហ៊ុនសែនមួយណាច្បាប់ទាំងអស់ចង់វាថាច្បាប់នេះខុសច្បាប់នេះផ្លូវច្បាប់អ្នកនេះក្បត់ជាតិស្បែកខ្ញុំនិយាយអញ្ចឹងណាពួក comment នៅក្នុង Facebook គេនិយាយតែមកអាក្បត់ជាតិហើយមិនដឹងជាមូលដ្ឋានអីក្បត់ជាតិក្បត់លើស្អីក្បត់លើរឿងអីចឹងនិយាយអញ្ចឹងណាហ្នឹងហើយដូច្នេះយើងក៏តែខ្វល់រឿងហ្នឹងឥឡូវយើងខ្វល់តែវិធីថាតើត្រូវធ្វើយ៉ាងណាដើម្បីទៅរំដោះប្រទេសហើយវិធីធ្វើយ៉ាងណាដើម្បីទៅរំដោះប្រទេសខ្ញុំនឹងនៅតែនិយាយអំពីវិធីផ្សេងដូចខ្ញុំតែនិយាយមកក៏ប៉ុន្តែគ្រាន់តែថ្ងៃនេះសម្ដីរបស់ខ្ញុំវាអត់ទាន់លឺដល់អ្នកដែលមានអំណាចរដ្ឋបាលក្នុងការសម្រេចយកវិធីនឹងទៅអនុវត្តឬក៏យ៉ាងណានៅឡើយទេដោយសារអ្នកដែលចែកចាយអ្នកដែលដកស្រង់មតិអ្នកដែលយកគំនិតទាំងអស់ហ្នឹងទៅនិយាយបន្តជាមួយនឹងអ្នកដែលមានលទ្ធភាពឬក៏មានតួនាទីនៅក្នុងអំណាចនយោបាយហ្នឹងណាអត់ទាន់មានអ្នកណាយកទៅដល់អត់ទាន់មានអ្នកណានិយាយទៅដល់អញ្ចឹងបានខ្ញុំនៅតែសង្ឃឹមនៅតែជឿថាប្រិយមិត្តរបស់ខ្ញុំអ្នកដែលស្ដាប់ខ្ញុំនៅទីនេះមានអ្នកខ្លះមាននៅក្នុងជួររបស់រចនាសម្ព័ន្ធហើយមានអ្នកខ្លះអ្នកដែលមាត់ផុយដែរដូច្នេះមានលទ្ធភាពនឹងយកអាសម្ដីទាំងអស់ហ្នឹងទៅនិយាយជាមួយនឹងអ្នកដទៃប៉ុន្តែមានអ្នកខ្លះគាត់មិនហ៊ានទាំង share ព័ត៌មានខ្ញុំហ្នឹងផងដោយសារ share ទៅខ្លាចប៉ះពាល់ថាវាជាបកវាជាពួកវាជាក្រុមរបស់ម៉ោងច្រាតអីចឹងតែពីព្រោះអ្នកខ្លះគេខ្លាចដល់ថ្នាក់ហ្នឹងទៀតអញ្ចឹងបានខ្ញុំនិយាយថាឥឡូវវាសនារបស់ប្រទេសយើងទឹកដីរបស់យើងពូជពងនឹងមរតកដូនតាយើងមិនមែននៅលើដៃម៉ោងច្រាតទេគឺនៅលើដៃបងប្អូនហ្នឹងនៅលើដៃបងប្អូនដែលត្រូវជួយគ្នាណាបងប្អូនលោកខ្ញុំមើលមានតែបងប្អូននៅតែមកបន្តវាអត់មានអ្នកណាក្រៅពីនឹងទេណាខ្មែរសម័យវាអត់មានស្អីក្រៅពីនឹងទេកុំបងប្អូនអស់សង្ឃឹមរបៀបហ្នឹងអានេះខ្ញុំសូមលើកទឹកចិត្តវិញបើទោះជាយើងដឹងថាបច្ចុប្បន្ននេះរចនាសម្ព័ន្ធអំណាចរបស់គណៈបក្សសង្គ្រោះជាតិមានការខ្ញុំមិនថារង្គោះរង្គើណាមានការបែកបាក់អានេះខ្ញុំនិយាយត្រង់មានការបែកបាក់ហើយការបែកបាក់ទាំងអស់ហ្នឹងណាបងប្អូនមិនមែនបែកបាក់ដោយអំណាចរដ្ឋបាលទេគឺបែកបាក់ដោយមានអ្នកដែលរៀបចំបំភាន់ហើយនឹងអ្នកនយោបាយយើងហ្នឹងទៅជាសអញ្ចឹងក៏នាំគ្នាបែកបាក់បង្កើតទៅជាក្រុមតូចដូចមានមតិមួយរបស់បងប្អូនខ្លះបងប្អូនម្នាក់ដែលគាត់និយាយមកខ្ញុំណាថាគណៈបកនយោបាយនៅក្នុងប្រទេសហ្នឹងមានស្មារតីសង្គ្រោះជាតិដដែលទេក៏ប៉ុន្តែការដែលបង្កើតក្រុមឬក៏ចលនារបស់ខ្លួននៅទីនោះវាគឺជាជំរកដើម្បីឲ្យបានជ្រកកោននៅក្រោមរូបភាពនយោបាយដែលខ្ញុំនិយាយទៅវិញដោយសិទ្ធិចិត្តដោយគ្មានអ្វីលាក់កំបាំងណាខ្ញុំថាវាអត់ចាំបាច់ត្រូវទៅបង្កើតក្របខ័ណ្ឌឬក៏ស្ថាប័នឬក៏ជំរកណាមួយថ្មីដែលខាតវាអត់ត្រូវវាអត់ចាំបាច់ពីព្រោះការដែលតែបង្កើតរបៀបហ្នឹងវាបង្ហាញឲ្យឃើញការបែកបាក់សុខចិត្តបងប្អូនឈប់ធ្វើសកម្មភាពនយោបាយជាមួយសង្គមជាតិហើយណាបងប្អូនដេកនៅផ្ទះទៅធ្វើអាជីវកម្មមុខរបររកស៊ីទទួលទានធម្មតាទៅកុំទៅចូលរួមក្នុងគណៈបកនយោបាយណាមួយផ្សេងទៀតពីព្រោះការដែលទៅចូលរួមជីវភាពនយោបាយមួយផ្សេងទៀតវាពិតហើយថាវាគឺជាស្មារតីស្រឡាញ់ជាតិវាគឺជាស្មារតីលះបង់
ก็ប៉ុន្តែសកម្មភាពនឹងលះបង់របស់បងប្អូនហ្នឹងណាគឺជាអាវុធមុខពីរតែអាវុធមួយបងប្អូនគាត់ថាវាគឺជាការរួបរวมរបស់មិត្តអ្នកស្នេហាជាតិជាមួយគ្នាប៉ុន្តែអាវុធអាមុខមួយទៀតដែលមុតហើយពិបាកនឹងកែហ្នឹងណាគឺអន្តរជាតិគេមើលឃើញថានៅក្នុងប្រទេសកម្ពុជានៅមានលំហសេរីភាពនិងបរិយាកាសប្រជាធិបតេយ្យទើបបងប្អូនអាចទៅបង្កើតគណៈបកនយោបាយដើម្បីធ្វើសកម្មភាពដែលសកម្មភាពទាំងអស់ហ្នឹងណាបងប្អូនដឹងច្បាស់ខ្លួនឯងជាងខ្ញុំទៀតថាគ្មានឱកាសនឹងទៅយកជ័យជំនះលើរបបផ្ដាច់ការតាមរូបភាពនៃការប្រកួតប្រជែងហ្នឹងទេអានេះខ្ញុំនិយាយអញ្ចឹងណាដូច្នេះក្នុងចំណុចនេះបើសិនជាបងប្អូនថាសង្គ្រោះជាតិអាចនឹងមិនមានអំណាចទៅតាមគំនិតនឹងបានទេឬក៏ទៅគ្រប់គ្រងអំណាចបានទេមកពីយើងចាប់ផ្ដើមយល់អញ្ចឹងប៉ុន្តែបើយើងទាំងអស់គ្នាដាក់សម្ពាធមួយឲ្យធ្ងន់ដោយយើងកំពុងដាក់សម្ពាធហ៊ុនសែនឲ្យដោះលែងលំហប្រជាធិបតេយ្យឲ្យដោះលែងអ្នកទោសអ្នកសការយើងអ្នកប្រជាធិបតេយ្យត្រូវដាក់សម្ពាធឲ្យធ្ងន់មកលើរចនាសម្ព័ន្ធអំណាចរដ្ឋបាលរបស់សង្គ្រោះជាតិថាសង្គ្រោះជាតិមិនមែនជាកម្មសិទ្ធិរបស់អ្នកនយោបាយប្រមាណអ្នកនេះទេសកម្មដែលសង្គ្រោះជាតិគឺជាស្ថាប័ននយោបាយរបស់ពួកយើងដែលជាម្ចាស់ឆ្នោតដូច្នេះយើងធ្វើសេចក្តីអំពាវនាវនិងទាមទារដោយអ្វីដែលខ្ញុំទាមទារថាសូមឲ្យសង្គ្រោះជាតិរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការនៅក្រោមរដ្ឋបាលរបស់សង្គ្រោះជាតិក្រោមឆ័ត្ររបស់សង្គ្រោះជាតិក្រោមបេសកកម្មនិងរចនាសម្ព័ន្ធរបស់សង្គ្រោះជាតិដែលមិនចាំបាច់ទៅបង្កើតចលនាដែលមិនចាំបាច់ទៅបង្កើតស្អីទាំងអស់ហ្នឹងគឺជាផ្នែកមួយដែលគេកុំតិចឲ្យសង្គ្រោះជាតិបែកជាជំរាបទៅអាហ្នឹងណាបងប្អូននេះគឺជាអ្វីដែលបងប្អូនទាំងអស់គ្នាត្រូវតែធ្វើបងប្អូននៅក្នុងបណ្ដាញដែលកំពុងស្ដាប់ខ្ញុំនេះត្រូវតែទទួលស្គាល់ថាសង្គ្រោះជាតិគឺជាបណ្ដុំរបស់អ្នកប្រជាធិបតេយ្យសង្គ្រោះជាតិគឺជាអ្នកបណ្ដុំនៃអ្នកស្នេហាជាតិមកគ្រប់និន្នាការទាំងអស់និន្នាការអតីតពលរដ្ឋនិន្នាការអតីតលោកតាសឹងសាននិន្នាការអតីតរបស់ខ្មែរក្រហមអតីតរបស់គណៈបកប្រជាជនខ្លួនឯងដែលមករួបរวมគ្នាបង្កើតបានឬក៏ចូលរួមជាកម្លាំងដ៏ធំមួយរបស់សង្គ្រោះជាតិហ្នឹងគឺសង្គ្រោះជាតិហ្នឹងឯងมันអាចទៅណាបានទេហើយខំថាសង្គ្រោះជាតិរលាយប៉ុន្តែអ្វីដែលខ្ញុំទាមទារគឺសូមឲ្យយើងទាំងអស់គ្នាជំរុញឲ្យសង្គ្រោះជាតិរៀបចំអរចនាសម្ព័ន្ធពីក្បាលឡើងមកដល់មូលដ្ឋានវិញហើយបើទោះជាយ៉ាងណាក៏ដោយមកដល់ថ្ងៃនេះយើងក៏នឹងមានប្រធានស្ដីទីរបស់គណៈបក្សសង្គ្រោះជាតិយើងក៏នឹងមានលោកប្រធានកឹមសុខាដែលមិនទាន់មានការកាត់ទោសណាមួយថាលោកទៅណាឡើយទេដូច្នេះសំខាន់ជាងគេគឺរចនាសម្ព័ន្ធសង្គ្រោះជាតិឲ្យតែរឹងនៅពេលណាឲ្យតែខ្លាំងនៅពេលណាឥឡូវនេះខ្ញុំកំពុងតែរៀបចំខ្ញុំមិនមែនកំពុងតែរៀបចំខ្ញុំកំពុងតែប្រស័យតាក់ទងជាមួយនឹងរៀមច្បងសង្គ្រោះជាតិទាំងអស់ឡើងវិញឲ្យទម្លាក់ចោលទៅអាគណៈបដតីណាដែលធ្លាប់ទៅជួយឬក៏ធ្លាប់ទៅចូលរួមនៅក្នុងរយៈពេលប្រហែលឆ្នាំកន្លងមកនេះណាតែធ្វើឲ្យបាត់បង់នឹងបែកបាក់ហ្នឹងឲ្យត្រឡប់មកវិញរស់នៅក្រៅរចនាសម្ព័ន្ធរបស់សង្គ្រោះជាតិពេលនោះបានយើងមានកម្លាំងមួយណាហើយកម្លាំងថាទៅប្រោរបស់ហ៊ុនសែនបានរបៀបណាហ្នឹងនៅពេលដែលអំណាចរដ្ឋបាលរបស់សង្គ្រោះជាតិធំហើយគណៈបកទាំងអស់ហ្នឹងគណៈបកខាងក្នុងខ្ញុំនិយាយមិនសារហើយក៏ប៉ុន្តែចាំពេលក្រោយខ្ញុំនឹងនិយាយទៀតគាត់ឲ្យវាអស់មកហើយអញ្ចឹងណាបងប្អូនឥឡូវខ្ញុំមើលមតិរបស់បងប្អូនតែក្រោមទៅទៀតដូចហើយបាទខ្ញុំមើលអូខេឥឡូវដូចអត់មានស្អីទេគណៈបកខ្លះជិះលុយហ៊ុនសែនគណៈបកច្រើនណាមុននេះគណៈបកសឹងថាសឹងតែទាំងអស់ណាដែលនៅក្នុងប្រទេសរាល់ថ្ងៃណាគឺស៊ីលុយហ៊ុនសែនទាំងអស់ហ្នឹងតែខ្ញុំនិយាយនេះគឺខ្ញុំហ៊ានថាថ្នាក់ដឹកនាំរបស់គណៈបកទាំងអស់ហ្នឹងស៊ីលុយហ៊ុនសែនទាំងអស់ហ្នឹងអ្នកដែលបានស៊ីលុយហ៊ុនសែនគឺមានតែសកម្មជននិងថ្នាក់ក្រោមរបស់គណៈបកហ្នឹងទេដែលបានស៊ីហើយចិត្តតែនាំគ្នាហើយតាមមេគណៈបកហ្នឹងទៅដូច្នេះកុំទៅលាក់អីអាហ្នឹងនិយាយការពិតចឹងទៅគឺវាចឹងមែនកន្លែងហ្នឹងហើយហ៊ុនសែនដែលខ្ញុំនិយាយបង្កើតគណៈបកខ្លះណាសំបីតែស្នាមមេដៃណាក៏មិនតែប្របាក់ដើរផ្ដាត់តាមអាដីផ្ទះតាមអីដើម្បីយកអ្នកគ្រប់គ្រងឲ្យគ្រប់ 5,000 នាក់ផងគឺគណៈបកប្រជាជននិងក្រសួងស្អីក្រសួងមហាផ្ទៃហ្នឹងគេរៀបចំជួយសម្រួលឲ្យដើម្បីចោះបញ្ជីឲ្យទាំងអស់ចឹងនិយាយចឹងណាហ្នឹងហើយគណៈបកខ្លះយកអាស្នាមមេដៃទៅហើយប៉ុន្តែដោយសារវាមានជំនាញការជាមួយសង្គ្រោះជាតិគេយកទៅធ្វើមិនទាន់បានធ្វើកសលវិច័យត្រឹមត្រូវផងគេចោទថាមេគណៈបកហ្នឹងខ្លាញ់បន្លំឯកសារអីចឹងទៅក៏ជាប់គុកដែរអញ្ចឹងគណៈបកណាដែលមាននិន្នាការជាមួយសង្គ្រោះជាតិគឺវាអញ្ចឹងគណៈបកណាដែលបំរើផលប្រយោជន៍នយោបាយរបស់ហ៊ុនសែនគឺធ្វើអញ្ចឹងទៅអាហ្នឹងគឺរឿងប៉ុណ្ណឹងឲ្យបងប្អូនទាំងអស់គ្នាបងប្អូនសកម្មជនដែលនៅតាមមូលដ្ឋានថាគណៈបករបស់ខ្លួនហ្នឹងបន្តបេសកកម្មបន្តនិន្នាការបន្តឆន្ទៈនិងស្មារតីរបស់សង្គ្រោះជាតិខ្ញុំនិយាយខ្លីទៅភាសាហ្នឹងខ្ញុំថាផែកហ្នឹងផែកមិនមែនទេពួកហ្នឹងកំពុងតែស៊ីលុយយ៉ាងឆ្ងាញ់ដែលជាអំណោយរបស់លោកហ៊ុនសែនក្នុងការបន្តធ្វើបេសកកម្មនយោបាយកំដៅឆាកប្រជាធិបតេយ្យខ្លាំងៗរួចហើយយកជីវិតសកម្មជនរបស់យើងហ្នឹងគ្រាន់តែខ្លះក៏ជាប់គុកទៅខ្លះក៏បាត់បង់ការងារខ្លះក៏ជាប់មិនបានទៅរកទទួលទានអីទេប៉ុន្តែមកបំរើគណៈបកនយោបាយដែលស៊ីឈ្នួលហ៊ុនសែនហ្នឹងអាហ្នឹងឃើញចឹងទាំងអស់គ្នាណាបងប្អូនអញ្ចឹងបងប្អូនមានសង្ឃឹមត្រូវតែមានសង្ឃឹមត្រូវតែវាឲ្យយើងបានធ្វើកិច្ចការនេះហើយយើងមិនឲ្យសង្គ្រោះជាតិបាត់ទេណាយើងមិនឲ្យសង្គ្រោះជាតិបាត់ទេពីព្រោះបងប្អូនខ្លះថាសង្គ្រោះជាតិអស់នីតិសម្បត្តិហើយតែគេរំលាយឲ្យអស់ហើយខ្ញុំថាអាច្បាប់ហ្នឹងណាមនុស្សអ្នកធ្វើទេនៅពេលដែលអំណាចនយោបាយយើងខ្លាំងណាអាច្បាប់ហ្នឹងវាកើតឡើងយើងចង់កែច្នៃវាសង្គ្រោះជាតិទី1សង្គ្រោះជាតិទី2ទី3អីក៏សាច់នឹងយើងថាទេហ្នឹងគេហៅថា CNRP.2 អីចឹងតែយើងស្ដាប់ថារឿងសង្គ្រោះជាតិរឿងហើយច្បាប់មនុស្សជាអ្នកធ្វើហ្នឹងពីព្រោះច្បាប់វាបម្រើផលប្រយោជន៍ឲ្យសង្គមនៅពេលដែលសង្គមត្រូវការ
គឺច្បាប់នឹងវាខាតហើយដូច្នេះកុំតែខ្វល់រឿងហ្នឹងកុំតែខ្វល់រឿងហ្នឹងបងប្អូនសេដ្ឋកិច្ចវានឹងទៅជាយ៉ាងណាវិញសេដ្ឋកិច្ចវានឹងនៅក្នុងលក្ខខណ្ឌរបៀបហ្នឹងឯងបងប្អូននឹងនៅលក្ខខណ្ឌរបៀបហ្នឹងបើសិនជាហ៊ុនសែនឬក៏យួនគេបញ្ឆេះភ្លើងសង្គ្រាមព្រំដែននេះណាឲ្យវាក្តៅងុំរបៀបនេះណាគេហៅងុំមិនអត់ហើយក៏មិនឆេះខ្លាំងយ៉ាងនេះគឺនៅងុំរបៀបនេះជីវភាពរបស់យើងគឺនៅហ្នឹងនៅរស់ចិញ្ចឹមរបៀបរកបានខ្លះទៅបង់ថ្លៃបំណុលធនាគារហើយនឹងរស់ចិញ្ចឹមមានលទ្ធភាពប្រកបមុខរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមយួនហើយនឹងទិញផលិតផលយួនយកមកប្រើប្រាស់រហូតអញ្ចឹងទៅហ្នឹងគឺវិធីរបស់គេគឺគេស្អប់របៀបនេះហើយអាសង្គ្រាមព្រំដែននេះណាឃើញគេបញ្ឆេះតាំងពីកោះកុងរហូតមកដល់ព្រះវិហារនេះណាមានន័យថាមិនឲ្យខេត្តណាមួយផុតទេគឺយើងទាំងអស់គ្នានឹងជួបនៅវិបត្តិអាសង្គ្រាមទាំងអស់គ្នាអញ្ចឹងអាសង្គ្រាមក្តៅអ៊ុននេះណាវានឹងនៅរបៀបនេះថ្នមយើងរហូតដល់ម្នាក់ដោយចំណាស់ដោយពួកខ្ញុំអីចឹងណារស់យ៉ាងច្រើនហ្នឹងបាន4-10ឆ្នាំទៀតហ្នឹងថាបនគុណដែរអ្នកខ្លះមិនដឹងថាខ្លួនឯងត្រូវងាប់ស្អីផងអញ្ចឹងណាដូច្នេះនេះហើយគឺជាការធ្វើសង្គ្រាមកំដរឆាកដើម្បីបំបត្តិអតីតរូបភាពនៅក្នុងអំពើឈ្លានពានដោយសម្ងាត់នេះណាបងប្អូនហ្នឹងហើយបងប្អូនឈាមខ្មែរយើងមកដល់ពេលនេះហើយយើងមើលឈាមខ្មែរយើងមើលការឈឺចាប់របស់ប្រជាពលរដ្ឋយើងមើលទស្សនវិជ្ជាសង្គមយើងណាមិនគួរយើងមកជាប់អន្ទាក់របស់មេឃាតករដែលយកពួកយើងមកធ្វើជាឧបករណ៍ដើម្បីបន្តអំណាចរបស់គេដូចថ្ងៃនេះរហូតដល់គេថាលោកសារ៉ាត់គង់និយាយអំពីរឿងផ្លាស់ប្ដូរនៅក្នុងថ្ងៃនេះពីព្រោះយើងកំពុងតែមានសង្គ្រាមខ្ញុំប្រាប់ថាសង្គ្រាមនេះណាបើយើងមិនតស៊ូបើយើងមិនរើបំរាស់ទេណាសង្គ្រាមនេះវានឹងនៅអូសបន្លាយពេលវេលានេះរហូតដល់ពួកយើងនឹងងាប់រៀងខ្លួនតែគឺវានៅអញ្ចឹងបើយើងមិនតស៊ូដើម្បីផ្លាស់ប្ដូរណាបងប្អូនឥឡូវមើលខ្ញុំមើលហ្នឹងហើយរឿងហេតុផលហ្នឹងបងប្អូនសមហេតុផលរឿងបំបាច់បាក់ 100% បងប្អូនមិនមែនហេតុផលនេះដោយសារខ្ញុំយកមកវិភាគឯងខ្ញុំយកទៅសិក្សាខ្ញុំស្វែងយល់អំពីទស្សនវិជ្ជានយោបាយខ្ញុំមើលអំពីយុទ្ធសាស្ត្រប្រតិបត្តិការខ្ញុំយកមកបូកទាំងអស់ទៅណាការដែលគេបំបែកយើងព្រោះយើងនិយាយណាយើងនិយាយយូរហើយថាកុំឲ្យបែកគ្នាការណាតែបែកគ្នានេះហើយគឺបំណងរបស់គេគឺគេធ្វើឲ្យយើងបែកបាក់ទៅជាជំរាកទៅហើយទីបំផុតយើងបែកមែនយើងបែកទៅហ្នឹងអ្នកខ្លះមិនបែកទៅដោយដឹងខ្លួនទេអ្នកខ្លះបែកទៅដោយអត់ដឹងខ្លួនផងដោយសារឃើញគេប្រមូលរៀបចំថាយើងបន្តមនសិការយើងបន្តឆន្ទៈការពីឆន្ទៈដើមស្អីស្អីចឹងណានាំគ្នាទៅបាក់ទឹកបាក់ដីក៏ប៉ុន្តែតាមពិតអាមេបៈដែលកំពុងតែប្រមូលផ្ដុំយើងហ្នឹងណាគេការពីទ្រព្យសម្បត្តិគេដែលមានតម្លៃអចលនទ្រព្យហ្នឹងដូចជាការពីដីការពីផ្ទះសម្បែងការពីផលប្រយោជន៍ការពីស្អីហ្នឹងតម្លៃរាប់លានដុល្លារអញ្ចឹងណាហើយនឹងមេគណៈបកខ្លះមានឡានថ្មីមានសកម្មភាពមានលុយធ្វើសកម្មភាពនយោបាយតែខ្លួនឯងគ្រាន់តែដើម្បីបើកគណៈបកហ្នឹងយកដីខ្មោចម៉ែគេខ្មោចម៉ែទៅបញ្ចាំធនាគារអីចឹងណាប៉ុន្តែទីបំផុតមានលុយមានកាយអញ្ចឹងនោះគឺជាលបាយឆ្ពិនភ្នែកដែលយើងមើលអត់ឃើញដែលខ្ញុំព្យាយាមនិយាយប្រាប់ប្រជាពលរដ្ឋខ្មែរថាកុំទៅបំរើនយោបាយការជាមួយគណៈបកនយោបាយទាំងអស់ហ្នឹងប៉ុន្តែត្រូវរំចាំសង្គ្រោះជាតិគ្រាន់តែបងប្អូនមិនទៅចូលរួមជាមួយនឹងគណៈបកទាំងអស់ហ្នឹងណាហើយរឿងគណៈបកទាំងអស់ហ្នឹងចាំខ្ញុំនិយាយដល់ឡាយចុះកំពុងនេះវាអស់មកហើយខ្ញុំនិយាយយូរពេកទៅប៉ុន្តែហ្នឹងហើយឥឡូវខ្ញុំសង្ខេបទៅថាកុំទៅធ្វើសកម្មភាពបែកបាក់គ្នាទៀតរងចាំនឹងដើរជាមួយសង្គ្រោះជាតិមានលទ្ធភាពរស់ឡើងវិញពីព្រោះគ្មានអ្នកណាមករំលែកឆន្ទៈយើងបានកុំថាគេលុបឈ្មោះឈ្មោះនឹងគ្មានអ្នកណាលុបបានដោយសញ្ជាតិរបស់យើងណាបើយើងមិនខុសច្បាប់គ្មានអ្នកណាមកដកយើងទេអញ្ចឹងឈ្មោះរបស់សង្គ្រោះជាតិគឺដូចជាសញ្ជាតិរបស់វាអញ្ចឹងដែរវាអត់បាត់ទៅណាទេសំខាន់គឺយើងអត់បានខុសណាអារឿងខុសមិនខុសខ្ញុំបានបកស្រាយច្រើនហើយណាបងប្អូនខ្ញុំបានបកស្រាយច្រើនហើយបាទបងប្អូនតាមតើណាអញ្ចឹងថ្ងៃនេះខ្ញុំសូមនិយាយប៉ុណ្ណេះសិនចុះណាបងប្អូនឥឡូវវាលើម៉ោងណាខ្ញុំថានិយាយខ្លីដែរប៉ុន្តែវាលើម៉ោងអញ្ចឹងចាំខ្ញុំនឹងលេងពេលប៉ុន្តែពី3ថ្ងៃនេះខ្ញុំប្រហែលជាជួបបងប្អូនពេលព្រឹកសិនចាំមើលពេលណាដែលខ្ញុំអាចរកពេលល្ងាចបានខ្ញុំនឹងប្រកាសប្រាប់ម្ដងទៀតថាយើងត្រូវទៅជួបគ្នានៅពេលល្ងាចវិញព្រោះបងប្អូនពេលព្រឹកខ្ញុំបងប្អូនត្រូវទៅធ្វើការរកស៊ីអីចឹងណាបងប្អូនបាទអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំសូមអរគុណក្រុមមតិយោបល់បងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាជួបគ្នានៅពេលឆាប់ៗខាងមុខនេះទៀតហ្នឹងហើយមិនទាន់កំណត់ថាប្រហែលជាពេលព្រឹកអញ្ចឹងនៅឡើយទេមួយថ្ងៃពីរថ្ងៃនេះណាចាំពេលណាដែលខ្ញុំច្បាស់ហើយចាំខ្ញុំជូនដំណឹងតាម Facebook ភាសាជួយមើលហើយជួយចែករំលែកព័ត៌មានខ្ញុំទៅអ្នកមានអំណាចផងឲ្យគាត់បានដឹងសូមអរគុណហើយសូមជម្រាបលាជូនដល់បងប្អូនសោះស្ដាយ